ពូជី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 ផឹកថ្នាំឲ្យបានលឿនមិនមានការរឹតបន្តឹងទេផឹកថ្នាំយើងទាហានល្ងងគឺល្អមកប្រើថ្នាំនេះគឺជូរចត់គ្រាន់តែផឹកវាហើយអ្នកនឹងល្អខ្ញុំគ្រាន់តែនៅលើកំពូលពេកធ្វើដំណើរត្រឡប់ទៅសម័យបុរាណវិញនិយាយពីការល្ងងនាងអាចពឹងផ្អែកតែលើប្អូនស្រីរបស់នាងសម្រាប់ការរស់រានមានជីវិតជើងត្រូវបានវាយប្រហារខ្ញុំនឹងទៅជូតវាសម្រាប់អ្នកពូជីពូជីខ្ញុំនឹងទៅខ្ចីអង្ករពីគ្រួសារយួនខ្ញុំនឹងចម្អិនអាហារសម្រាប់អ្នកមិនមានអង្ករនៅផ្ទះទេតើបងស្រីក្មេងនោះទាញវាចេញដោយរបៀបណាបងស្រីក្មេងខ្ញុំបានទៅបបាញ់យើងបានប្រើថ្នាំអ្នកនៅតែជាទាហានល្ងងរបៀបបបាញ់ខ្ញុំអាចធ្វើវាបានខ្ញុំប្រពន្ធរបស់ខ្ញុំដែលអាចធ្វើវាបានយើងបានប្រើថ្នាំស្លៀកសម្លៀកបំពាក់របស់អ្នកមុនពេលអ្នកចេញទៅក្រៅខ្ញុំជាម្ចាស់ជើងឯកបាញ់ធ្នូនៃជំនាន់ក្រោយហើយតើគាត់មិនអាចដឹងពីរបៀបបបាញ់ដោយរបៀបណាគោលរងធម្មជាតិហើយបន្ទាប់មកមានក្តាមរោមឥឡូវនេះយើងកំពុងស្ថិតនៅក្នុងការព្យាបាលវាជាបានត្រឡប់មកវិញពូជីតើអ្នកទទួលបានត្រីគោរងធំនោះនៅណាអូព្រះជួយត្រីធំបែបនេះអ្នកមិនបានលួចវាទេការនិយាយចាប់ខ្លួនដោយអាជ្ញាធរអ្នកបានចាប់វាសូម្បីតែមនុស្សល្ងងក៏អាចចាប់ត្រីបានឥឡូវនេះមិនថាអ្នកជឿមិនជឿខ្ញុំត្រូវត្រឡប់ទៅធ្វើក្តាមសម្រាប់បងស្រីក្មេងរបស់ខ្ញុំលីហើយចាំមួយភ្លេចតើអ្នកកំពុងនិយាយអំពីអ្វីអ្នកមិនអាចបរិភោគវាបានទេមិនអាចបរិភោគបានទេរឿងនេះមានជាពោលកុំហៅខ្ញុំថាល្ងងគាត់មិនដឹងថារឿងនេះមិនអាចបរិភោគបានទេដែលគាត់ជាមនុស្សល្ងងដែលយឺតប្រញាប់ឡើងក្តាមមិនអាចបរិភោគបានទេអ្នកគឺជាមនុស្សល្ងងពិតប្រាកដអ្នកគឺជាមនុស្សល្ងងពិតប្រាកដអ្នកគឺជាមនុស្សល្ងងពិតប្រាកដមានបញ្ហាអ្វីយួន Lever បានដើរជុំវិញទ្វាររបស់អ្នកបងស្រីក្មេងរបស់អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់តើអ្នកកំពុងធ្វើអ្វីឲ្យខ្ញុំទៅទុកឲ្យអ្នកចាក់ចេញគាត់បានឃើញ Leoman ខ្ញុំត្រូវតែព្យាយាមបងស្រីក្មេងដូច្នេះវាគឺជាអ្នកល្ងងកុំបារម្ភបងស្រីក្មេងថ្ងៃនេះខ្ញុំមិនផ្ដល់ឲ្យគាត់8ស្រទាប់នាមត្រកូលរបស់ខ្ញុំមិនមែនជានាមត្រកូលទេគ្មានអ្វីទេពូជីប៉ុន្តែនាមត្រកូលរបស់គាត់មិនមែនជាចិនតើអ្នកមិនអីទេវាឈឺណាស់យួន Lever ខ្ញុំសូមឲ្យអ្នកអនុញ្ញាតឲ្យគាត់មិនយល់អ្វីទេការអនុញ្ញាតឲ្យគាត់ទៅគឺល្អខ្ញុំគ្រាន់តែត្រូវសូមឲ្យអ្នកជួយខ្ញុំអធិស្ឋានសម្រាប់ភ្លើងបន្តិចបន្ទាប់មកអនុញ្ញាតឲ្យល្ងងនេះមើលយ៉ាងជិតស្និទ្ធខ្ញុំនឹងនិយាយលាអ្នកខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅមួយល្អនៅថ្ងៃនេះពូជីអ្នកមិនគ្រប់លក្ខណៈគ្រាន់តែអ្នករងចាំទៅសម្រាប់ខ្ញុំនរណាម្នាក់ចិត្តស្លាប់ឥឡូវនេះវាជាការល្អបងស្រីក្មេងមិនអីទេល្អមិនអីទេពូជីតើដៃរបស់អ្នកមិនអីទេបងស្រីក្មេងមិនអីទេវាមិនឈឺចាប់ទេ
ដំបូងឡើយខ្ញុំចង់ជែកជាមួយ Yuan Lever ខ្ញុំមិនរំពឹងថាគាត់នឹងមានចិត្តណាផ្សេងទៀត Yuan Lever គ្រាន់តែអ្នករងចាំតើអ្នកហ៊ានគំរាមកំហែងបងស្រីក្មេងរបស់ខ្ញុំយ៉ាងដូចខ្ញុំនឹងធ្វើឲ្យអ្នកប្រាថ្នាថាអ្នកស្លាប់ប៉ុន្តែថ្ងៃមួយតើមានអ្វីកើតឡើងចំពោះបងស្រីក្មេងមែនទេបន្ទាប់មកទៅសុំទាននៅក្នុងទីក្រុងអ្នកជាមនុស្សល្ងងអ្នកអាចរស់រានមានជីវិតនៅទីបំផុតទេបងស្រីក្មេងខ្ញុំនឹងការពារអ្នកហើយអ្នកនឹងល្អវាជារបស់ខ្ញុំវាត្រូវបានប្រើនេះគឺជាគំនូរ Genian ដែលខ្ញុំបានប្រមូលយ៉ាងលំបាកអ្នកមានមួយចំនួនដំបូងក្រពះរបស់ខ្ញុំត្រូវបាន Genian តើអ្នកអាចញ៉ាំនេះបានដោយរបៀបណាអ្នកមិនអាចបរិភោគផែនទីបានទេនេះកុំញ៉ាំផែនទីតើយើងគួរញ៉ាំអ្វីជាមួយនេះញ៉ាំវាយ៉ាងហោចណាស់គាត់អាចរស់នៅ2 3ថ្ងៃទៀតបងស្រីក្មេងសាច់យើងញ៉ាំជារៀងរាល់ថ្ងៃតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលអ្វីអ្នកចែកចាយនៅខាងក្រៅសុទ្ធតែញើធំមិនមានការងារដែលត្រូវធ្វើជាមួយនឹងកម្លាំងរបស់កម្មករនោះទេអាហាល្ងងនឹងគ្មានការរឹតបន្តឹងមួយនេះគឺមិនអាចបរិភោគបានការបរិភោគវាអាចសម្លាប់អ្នកក្តាមនៅតែអាចស្លាប់បងស្រីក្មេងបាត់អ្នកអាចធ្វើបានទេវានឹងមិនអាចបរិភោគបានទេខ្ញុំបានឃើញនរណាម្នាក់នៅក្នុងភូមិបរិភោគវាបន្ទាប់ពីញ៉ាំវាបំពង់ករបស់ខ្ញុំហើមបន្ទាប់មកខ្ញុំដកដង្ហើមបំពង់ករបស់ខ្ញុំហើមដូច្នេះនេះគឺសម្រាប់ហ្គេមិនក្តាមវាមិនបណ្ដាលឲ្យមានការពុលទេខ្ញុំបានញ៉ាំវាខ្ញុំពិតជាបានព្យាយាមវាឆ្ងាញ់អ្នកមិនបានកុហកខ្ញុំទេខ្ញុំបានញ៉ាំនៅទីនេះច្រើនដងហេតុអ្វីបានជាឆ្លងចូលទៅក្នុងរាងកាយរបស់មនុស្សល្ងងគាត់មិនអាចនិយាយបានច្បាស់លាស់បងស្រីក្មេងខ្ញុំនឹងទៅធ្វើក្តាមសម្រាប់អ្នកភ្លាមក្តាមរោមញ៉ាំជាតិខ្លាញ់ពូជីអ្នកមិនមានអារម្មណ៍មិនស្រួលទេបងស្រីក្មេងមិនអីទេឆ្ងាញ់អ្នកក៏មានមួយផងដែរឆ្ងាញ់ទោះបីជាវាមានជាតិពុលក៏ដោយខ្ញុំបានទទួលយកវាផងដែរអ្នកទទួលស្គាល់វាផងដែរវាមិនមានជាតិពុលទេញ៉ាំនេះដូចនេះឥឡូវនេះយើងវាជាក៏អាចបរបាញ់បានដែរចុះអនាគតវិញវាជារបស់យើងអាចរៀបការឥឡូវនេះទេខ្ញុំមិនចង់រៀបការជាមួយប្រពន្ធខ្ញុំចង់រៀបការជាមួយបងស្រីក្មេងអ្នកល្ងងតូចបងស្រីក្មេងតូចតើអ្នកកំពុងនិយាយអ្វីដែលអ្នកបាននិយាយអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយអំពីវានៅខាងក្រៅណាសើចអ្នកសម្រាប់ការធ្វើបែបនេះការល្ងងគឺល្អណាស់ផងដែរគ្មានការខ្វល់ខ្វាយពូជីដោះសម្លៀកបំពាក់របស់អ្នកចេញយ៉ាងឆាប់រហ័សខ្ញុំសូមលោកអ្នកចុះបងស្រីក្មេងនេះតើវាមិនសមរម្យទេតើនេះអាចមិនសមរម្យដោយរបៀបណាខ្ញុំធ្វើវាដោយខ្លួនឯងដោយធម្មជាតិធ្វើវាដោយខ្លួនឯងបងប្រុសធំល្ងងតើអ្នកធ្វើវាដោយខ្លួនឯងដោយរបៀបណាស្ទើរតែយកវាចេញវាជាការប្រសើរក្នុងការក្លាយជាមនុស្សល្ងងសូម្បីតែការក្លាយជាមនុស្សល្ងងក៏ទទួលបានអត្ថប្រយោជន៍នេះមិនយកវាចេញទេបន្ទាប់មកខ្ញុំនឹងជួយអ្នកនេះដកដង្ហើមខ្លួនឯងកាន់តឹងដកដង្ហើមបង្វិលជុំបងស្រីក្មេងខ្ញុំមានអារម្មណ៍ក្តៅណាស់ល្អអ្នកគួរតែទៅខេងហើយចូលគេងបងស្រីក្មេងខ្ញុំចង់កាន់អ្នកពេលដេកអ្នកខួរក្បាលរបស់អ្នកតើអ្នកកំពុងព្យាយាមធ្វើអ្វីជាមួយគាត់រាត្រីពេញនឹងវែងស្ដាប់ឲ្យច្បាស់
តើអ្នកកំពុងមើលអ្វីខ្ញុំបានឡើងភ្នំដើម្បីជីកសម្រាប់ធ្វើឡៃស៊ីស្ដាំឈើនាងបានសំពត់សើមរឿងនេះប្រសិនបើអ្នកបរិភោគវាដោយផ្ទាល់វាមានជាពោលនេះពោលខ្ញុំដឹងបន្ទាប់ពីញ៉ាំគ្រាន់តែគេងលក់ហើយអ្នកនឹងល្អងួយគេងនឹងងួយគេងនេះគឺជាការពោលយ៉ាងច្បាស់បងស្រីក្មេងខ្ញុំនឹងធ្វើវា3 ថ្ងៃបាទផ្លាស់ប្ដូរទឹកតើអ្នកចង់មានន័យអ្វីផ្លាស់ប្ដូរទឹកហើយតាមរយៈពេល3ថ្ងៃរហូតដល់វិល័យមានជាពោលទៀតហើយអ្នកនឹងមិនមានអារម្មណ៍ងួយគេងប្រសិនបើអ្នកមានឧបករណ៍គ្រប់គ្រាន់ដំឡូងមីក៏អាចប្រែក្លាយទៅជាវើមេសាឡេបានដែរនោះពិតជាអ្វីដែលល្អណាស់Chen Wei អ្នកមានសរសៃប្រសាទខ្លះវាជាមនុស្សល្ងងនេះអ្នកវាខ្ញុំដោយគ្មានហេតុផល Chen Wei អ្នកធ្វើសកម្មភាពអំពើហិង្សាការបង្ក្រាបអ្នកភូមិតើអ្នកណាផ្ដល់ឲ្យអ្នកនូវភាពក្លាហានដើម្បីក្លាហានដូច្នេះតើអ្នកជាម្ដាយរបស់អ្នកញ៉ាំអ្វីខ្ញុំសូមសួរអ្នកតើរបួសនេះចំពោះយើងបើបណ្ដាលមកពីអ្នកមែនទេអើវើក្រពះរបស់ខ្ញុំក៏ខូចដែរលីចេងស្ដាប់ខ្ញុំបងស្រីក្មេងខ្ញុំការពារអ្នកខ្ញុំមិនបានគាត់ញឹមទេតាមឡើយឡៃសេងអ្វីគ្រប់យ៉ាងត្រូវបានគេដឹងរួចហើយលោក Chen Wei ហ៊ូប្រសិនបើអ្នកសារភាពដោយការពិតខ្ញុំនៅតែអាចកាត់ពួកគេចុះស្រាលខ្ញុំមិនមានទេខ្ញុំមិនបានបងប្រុសធំក្មេងនេះគ្រាន់តែរឹងមាំគាត់ត្រូវបានចាប់ខ្លួននឹងវីដំណើរអ្វីគ្រប់យ៉ាងត្រូវបាននិយាយពួកគេនឹងស្លាប់ឆាប់បងប្រុសធំប៉ុន្តែមើលទៅគាត់បានគំរលេចមើលអ្នកពិតមាត់ប្រធានក្រុម Chen រកមើលតើគួរធ្វើអ្វីអំពីរឿងនេះប្រសិនបើពួកគេពិតជាបំពេញច្បាប់គាត់ពាក់កណ្ដាលស្លាប់វាត្រូវបានគេចាត់ទុកថាទាញយកអត្ថប្រយោជន៍ពីគ្រោះមហន្តរាយស្មោះត្រង់កុំធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់អ្នកដោយខុសច្បាស់លាស់និងធ្វេសប្រហែសទោះបីជាវិជ្ជាល្ងងក៏ដោយប៉ុន្តែវាពិតជានឹងមិនធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់ប្រសិនបើវាដោយសារតែយួនចេញបៅនាងបានចូលចិត្តខ្ញុំស្ត្រីមេម៉ាយប្រសិនបើអ្នកចង់ប្រើកម្លាំងបន្ទាប់មកមិនចាំបាច់ពាក់ព័ន្ធនឹងវិជ្ជានៅក្នុងនោះទេមានសំបីតែរឿងបែបនេះទេតើខ្ញុំអាចបង្ខំខ្លួនឯងលើស្ត្រីមេម៉ាយដោយរបៀបណាខ្ញុំថែមទាំងខ្លាចគាត់នឹងគោះខ្ញុំមិនអីទេវានរណាម្នាក់មែនទេទោះបីជាវាចប់ហើយក៏ដោយម្ចាស់និយាយហើយម្ចាស់មានហេតុផលស្ត្រីចំណាស់បាននិយាយថាម្ដាយក្មេងមានចំណុចត្រឹមត្រូវនិយាយអញ្ចឹងលោកគ្រូ Chen Kong ប្រសិនបើខ្ញុំចាំត្រឹមត្រូវប្រសិនបើអ្នកមិនបានរៀបការឡើងវិញនៅខែនេះគាត់ត្រូវតែត្រូវបាននិរទេសខ្លួនដើម្បីបន្តត្រកូលយោងតាមច្បាប់របស់ Devo បរិសុទ្ធនិងស្ត្រីអាយុលើសពី14ឆ្នាំស្ថានភាពនៅលីវមិនត្រូវលើសពីកន្លះឆ្នាំអ្នកដែលខកខានការបរិច្ឆេទកំណត់និងមិនទាន់រៀបការនិងនិរទេសខ្លួនទៅលក់ដូរឬតុលាការមានឥទ្ធិពលអាពាហ៍ពិពាហ៍បង្ខំហើយច្បាប់ប្រភេទនេះមិនល្អទេចម្រៀងខូឆេងខ្ញុំបានគ្រប់គ្រងដើម្បីចាប់វាមុនពេលបន្ទាប់មកវានឹងជារបស់ខ្ញុំស្ត្រីទី3តើអ្នកចង់រៀបការជាមួយអ្នកណាប៉ុន្តែនោះមិនមែនអាស្រ័យលើអ្នកទេសម្រាប់មនុស្សល្ងងខ្មៅនេះផ្គូផ្គងជាមួយប្រពន្ធដែលទាំងងឹតនិងមានសមត្ថភាពពីមនុស្សគាត់ជារៀងរាល់ថ្ងៃតើខ្ញុំពិតជាត្រូវការអ្នកដើម្បីបង្រៀនខ្ញុំរឿងនេះទេប្រធានក្រុម Chen តោះទៅជាមុនហងយោងតាមច្បាប់ប្រសិនបើអ្នកមិនរៀបការឡើងវិញឪពុកម្ដាយត្រូវបានទទួលខុសត្រូវជាមួយគ្នាពន្ធត្រូវបានបង់រៀងរាល់5ឆ្នាំម្ដងគ្មានដំណោះស្រាយប្រសិនបើអាជ្ញាធរប្រគល់ប្រពន្ធឲ្យអ្នកគ្រាន់តែរស់នៅជីវិតរបស់អ្នកឲ្យបានល្អបុគ្គលនេះនៅតែមានអាពាហ៍ពិពាហ៍គឺប្រកបណាស់ហងបងស្រីក្មេងនាងបដិសេធមិនរៀបការគាត់មិនបានរៀបការល្ងងខ្ញុំនឹងមិនរៀបការទេតើអាចធ្វើអ្វីផ្សេងទៀតបានបងស្រីក្មេងអ្នកធ្វើជាភរិយារបស់ខ្ញុំបងស្រីក្មេងអ្នកធ្វើជាភរិយារបស់ខ្ញុំគ្មានដំណោះស្រាយតើអ្នកកំពុងនិយាយអំពីអ្វីបងស្រីក្មេងអ្នកធ្វើជាភរិយារបស់ខ្ញុំគ្មានដំណោះស្រាយកុំនិយាយមិនសមហេតុផលប្អូនស្រីបង្កើតបានរៀបការជាមួយបងប្រុសក្មេងនេះបងស្រីក្មេងខ្ញុំមិនចង់ឲ្យអ្នកចាក់ចេញប្រសិនបើអាជ្ញាធរចាប់ខ្លួនគាត់នរណាដឹងថាតើការបោកប្រាស់បែបណាដែលពួកគេនឹងទទួលបានប្អូនស្រីរបស់គាត់ដើម្បីរៀបការជាមួយគាត់គឺដូចជាម្ដាយអ្នកអនុញ្ញាតឲ្យខ្ញុំគិតអំពីវាបងស្រីក្មេងខ្ញុំនឹងថែទាំអ្នកឲ្យបានល្អខ្ញុំស្គាល់វិជ្ជាអ្នកមានសមត្ថភាពអ្នកអនុញ្ញាតឲ្យខ្ញុំគិតអំពីវាបងស្រីក្មេងប្អូនស្រីមេម៉ាយបានរៀបការហើយបានផ្ដល់កិត្តិយសអនុញ្ញាតឲ្យបងស្រីក្មេងរបស់ខ្ញុំគិតវាចេញដោយខ្លួនឯងបងស្រីក្មេងខ្ញុំបានចូលទៅក្នុងភ្នំ
មកលើផឹកអំពីការស្វែងរកប្រពន្ធសម្រាប់មនុស្សល្ងងនោះចុះវាវិញខ្ញុំស្វែងរកគាត់ស្ត្រីស្អាតបំផុតអ្នកតើខ្ញុំអាចរកឃើញគាត់ស្អាតមួយវាជាស្ត្រីម្នាក់ពួកគេបានសម្លាប់សមាជិកទាំង3នាក់នៃគ្រួសាររបស់ពួកគេអ្នកហ៊ានសុំវាដែលសម្លាប់តើវាមិនគួរឲ្យជាវិញ្ញាណទេប្រសិនបើអ្នកសួរខ្ញុំតើអ្នកអាចល្ងងដូច្នេះនៅឆ្នាំនេះពិធីខួបកំណើតរបស់អធិរាជត្រូវបានប្រារព្ធឡើងដល់ការលើកលែងទោសដល់អាណាចក្រទាំងមូលទេនេះជាស្ថានភាពហេនេះអ្វីដូច្នេះវាប្រែចេញថាពួកគេកំពុងក្រុងប្រឆាំងនឹងខ្ញុំហេមការគិតប្រាថ្នាដកដង្ហើមស្ងួតនរណាគេបងស្រីក្មេងគ្មានទីបញ្ចប់ខ្ញុំបានឬគ្រូសាយួនយំនឹងយំមានបញ្ហាអ្វីដកដង្ហើមខ្ញុំបានឬគ្រូសារបស់គាត់ត្រូវបានកាន់កាប់ដោយអ្វីមួយនេះគឺជាអ្វីដែលចម្លែកអូបន្ទាប់មកប្រញាប់ឡើងនឹងយកចេញលៀងឈាមរបស់អ្នកទៅកាន់តឹងតើនេះជាស្ថានភាពបែបណាខ្ញុំមិនធ្វើទេអ្នកមិនចង់បន្ទាប់មកតើអ្នកចង់ធ្វើអ្វីខ្ញុំចង់ផឹកស្រារបស់បងស្រីក្មេងពិតមាត់ហេមបងស្រីក្មេងជាជំហានអ្នកមិនអាចគេចផុតបានទេអូបងសម្លាញ់ទន្សាយថតធំនេះធ្វើទន្សាយខំត្រជាក់សម្រាប់អូនស្រីក្មេងរបស់ខ្ញុំ Can see អាហាតមួយតាមវិធីនេះរដូវរងានឹងមិនត្រជាក់ទៀតទេវូជីនេះជាការអាក្រក់នេះជាការអាក្រក់គ្រូសាយួនបាននាំមនុស្សមកចាប់បងស្រីក្មេងរបស់ខ្ញុំអូបងសម្លាញ់រហ័សកែវសានៀនថ្ងៃនេះគឺជាថ្ងៃផុតកំណត់ប្រសិនបើអ្នកនៅតែមិនអាចរកប្តីបានតោះទៅជាមួយបរិសទាំងពីរនេះហ៊ុយសាននាងស្ត្រីមេម៉ាយស្នាក់នៅហួសការបរិច្ឆេទហើយនៃរៀបការឡើងវិញទាំងមកជាមួយយើងអ្នកជ្រើសរើសសម្រាប់ខ្លួនឯងប្រសិនបើអ្នកមិនទៅជាមួយមន្ត្រីខ្ញុំនឹងលក់អ្នកទៅកន្លែងលក់ដូរខ្លាចជាកូនក្រមុំជារៀងរាល់ថ្ងៃនេះមិនមែនដោយសារតែយើងកំពុងគំរាមកំហែងអ្នកនាងនេះមានន័យថានាងមិនបានរៀបការក្នុងរយៈពេលកំណត់បងស្រីក្មេងវូជីតើអ្នកណានិយាយថាបងស្រីក្មេងរបស់ខ្ញុំមិនមានប្តីវូជីពួកគេចង់រកប្រពន្ធឲ្យអ្នកគាត់ក៏ចង់នាំខ្ញុំទៅយេម៉ិនប្រសិនបើអ្នកមិនទៅជាមួយមន្ត្រីខ្ញុំនឹងលក់អ្នក brother មួយសូម្បីតែមិននិយាយវាគ្រាន់តែសាច់និងស្បែកប្រភេទនេះគាត់ពិតជាអាចរស់រានមានជីវិតបានពី3បំណែកនៃអាហារអាក្រក់នៅក្នុងយ៉ាវអ្វីដែលជាកញ្ជ្រោងដ៏ល្បីល្បាញខ្ញុំមិនចូលចិត្តនាងជាយូរមកហើយហេតោះទៅតើអ្នកចង់ធ្វើអ្វីអ្នកមិនគ្រប់លក្ខណៈពួកគេពិតជាហ៊ានទៅប្រឆាំងនឹងអាជ្ញាធរតើអ្នកណានិយាយថាបងស្រីមិនមានប្តីខ្ញុំជាប្តីរបស់បងស្រីក្មេងរបស់ខ្ញុំតើអ្វីអ្នកខ្ញុំជាមនុស្សល្ងងតើអ្នកដឹងទេថាគាត់ជានរណាបងប្រុសក្មេងតូចមុខប្រពន្ធរៀបការអ្វីដែលល្ងងនឹងសំបីតែរៀបការជាមួយបងស្រីក្មេងតុលាការបានលើកទឹកចិត្តដល់ការស្លាប់របស់អ្នកស្លាប់តើអ្នកមានការចំការទេខ្ញុំហ៊ានដោយរបៀបណាអ្នកពិតជាបានគិតវាតាមរយៈរៀបការជាមួយបងស្រីក្មេងបងស្រីក្មេងតោះខំមួយអ្នកនេះតើអ្នកសំបីតែមនុស្សប្រសិនបើអ្នកពិតជាចង់រៀបការជាមួយបងស្រីក្មេងចិនវ៉ៃជនឹងហ៊ូសេញ៉ាំងមកត្រាខ្ញុំនឹងសរសេរសម្បត្តិអាពាហ៍ពិពាហ៍សម្រាប់អ្នកនៅនឹងកន្លែងដកដង្ហើមឥឡូវនេះមានចិនវ៉ៃជនឹងហ៊ូសេញ៉ាំងប្រសិនបើអ្នកពិតជាចង់រៀបការពាក្យមួយទៀតជឿអត់ខ្ញុំនឹងកាត់អណ្ដាតរបស់អ្នកពងវែងផ្លូវតោះយើងទៅដកដង្ហើមហេបងស្រីក្មេងនាំគាត់ឡើងហើយមួយនេះដកដង្ហើមប៉ុន្តែខ្ញុំមានបងស្រីក្មេងរួចហើយមួយទៀតគឺមិនច្រើនទេបន្តិចមួយទេដំបូងក្នុងនាមជាប្រពន្ធនាងមានភាពអ្នកកំពុងទទួលបានការចរចាគ្រប់គ្នាបែកខ្ចាត់ខ្ចាយគ្រាន់តែបែកខ្ចាយអ្វីតោះយើងទៅក្មេងស្រីតើអ្នកកំពុងធ្វើអ្វីខ្ញុំបានរៀបការនៅ15គាត់បានសម្លាប់គ្រួសារធ្វើ3នាក់តើអ្នកកំពុងធ្វើអ្វីខ្ញុំគ្រាន់តែចង់ធ្វើឲ្យវាច្បាស់លាស់ឪពុករបស់ខ្ញុំធ្លាប់បម្រើការជាអ្នកត្រួតពិនិត្យដ៏ស្មោះត្រង់និងទ្រព្យសម្បត្តិគ្រួសាររបស់គាត់ត្រូវបានបង្ខំឲ្យរៀបការខ្ញុំត្រូវបានបង្ខំឲ្យកូនស្រីរបស់មន្ត្រីដែលមានការអប់រំល្អនិងមានកិត្តិយសឲ្យរៀបការហេតុអ្វីបានជាសម្លាប់នរណាម្នាក់នៅថ្ងៃអាពាហ៍ពិពាហ៍ប្តីនិងម្ចាស់ជួបគ្នាក្នុងវេនយើងចែករំលែកបន្ទប់កូនក្រមុំជាមួយយើងប្តីនិងឪពុកក្មេកជាមួយគ្នាសត្វខ្ញុំបានប្រថុយប្រឋានជីវិតរបស់ខ្ញុំប្រឆាំងនឹងហានិភ័យខ្ញុំបានយកកាំបិតក្មេងស្រីគ្រួសាររបស់ខ្ញុំក្រីក្រមិនខ្វល់លើសពីនេះទៅទៀត
អូយស្រអាប់បន្តិចហាហាហាខ្ញុំមិនគិតថាខ្ញុំបានបញ្ចប់នៅឡើយទេខ្ញុំបាននិយាយនៅឡើយទេអ្នកបានរងទុក្ខតោះទៅផ្ទះហើយងូតទឹកហងយោយាយទឹកងូតទឹករួចរាល់ហើយតាអ្នកកំពុងធ្វើអ្វី Peeking at someone bathing មើលនរណាម្នាក់ងូតទឹកដកដង្ហើមតាអ្នកកំពុងមើលអ្វីដកដង្ហើមប្រសិនបើអ្នកមានអ្វីដែលត្រូវនិយាយប្រសិនបើអ្នកមានអ្វីដែលត្រូវនិយាយគ្រាន់តែដកវាចេញល្អបងប្រុសខ្ញុំសូមប្រាប់អ្នកនៅអ្វីដែលល្អមើលនេះជាលុយវាជាវេនរបស់ស្ត្រីតូចរបស់អ្នកពេលវេលានៃរាត្រីនីតិក្រដៅចុះវាវិញខ្ញុំបានឬនាងគឺជាស្ត្រីវ័យក្មេងនៃគ្រួសារហើយនៅតែជាចុងភៅប្រសិនបើពួកគេអាចលេងបានពេញមួយយប់សូម្បីតែការខ្លាចជាខ្មោចគឺជាជីវិតមនុស្សមួយនេះខួរក្បាលរបស់គាត់ត្រូវបានទាត់ដោយសត្វកណ្ដុរមនុស្សល្ងងគឺជាមនុស្សល្ងងគាត់បានគ្រប់គ្រងដើម្បីបោកប្រាស់ពួកគេចេញពីកាក់ដុំដែងប៉ុន្មានយោពមបន្ទាប់មកខ្ញុំនឹងឈ្មោះទៅជាមុនយោព្រមយោពមដកដង្ហើមនោះហើយជាប្រពន្ធរបស់ខ្ញុំតើអ្នកណានឹងត្រូវបានប៉ះដោយខ្ញុំអ្នកជាមនុស្សមិនឆ្លាតតើអ្នកពិតជាគិតថាខ្ញុំជាអ្នកដែលអ្នកគ្រប់គ្រងមែនទេខ្ញុំនៅតែធ្វើវានៅថ្ងៃនេះហ៊ានឈានទៅមុខម្ដងទៀតខ្ញុំនឹងកាត់ក្បាលរបស់អ្នកខ្ញុំនឹងទៅស្ត្រីវ័យក្មេងដ៏សាហាវបែបនេះរឿងល្អដែលខ្ញុំមិនបានប្រើកម្លាំងដង្ហើមនារីវ័យក្មេងរក្សាភាពស្ងប់ស្ងាត់ហើយហេញ៉ាំមួយស្លាបព្រាអ្នកទទួលស្គាល់ស្ត្រីម្នាក់ដែលឈរឡើងសម្រាប់ជាបរិបទប្រភេទណាយកលុយយកខ្វក់របស់អ្នកពងវែងផ្លូវដកដង្ហើមល្អអ្នកជាមនុស្សមិនឆ្លាតគ្រាន់តែអ្នករងចាំខ្ញុំនឹងសម្លាប់អ្នកមិនយូរខ្ញុំនឹងសម្លាប់អ្នកដកដង្ហើមប្រពន្ធអរគុណខ្ញុំជាប្រពន្ធដែលអាញាធិបផ្ដល់ឲ្យអ្នករួចហើយមិនចាំបាច់មានការគួរសមដូចនេះមិនឆ្លាតទេចាប់ពីពេលនេះទៅពាក្យរបស់មនុស្សអាក្រក់អ្នកមិនចាំបាច់ស្ដាប់ទៀតទេទុនណាស់ហើយហេប៉ះទោះយ៉ាងណាអ្នកជាមនុស្សល្ងងតិចតួចហងហើយហេថ្ងៃនេះអាយដឺទី2បានមកសើអ្នកម្នាក់អីទេមិនអីទេវាត្រូវបានធ្វើម្ដងទៀតរួចហើយបណ្ដេញចេញម្ដងទៀតបងស្រីក្មេងតោះប្រញាប់ឡើងនឹងគេងខ្លះល្អបន្ទាប់មកតោះទៅងូតទឹកតោះទៅខ្ញុំចង់លាងសម្អាតផងដែរអ្នកលាងវានៅក្នុងបន្តិចរងចាំវាមិនត្រឹមត្រូវទេខ្ញុំជាប្តីរបស់ពួកគេហេតុអ្វីបានជាខ្ញុំគួរតែអង្គុយនៅទីនេះហើយមិនធ្វើអ្វីទេបងស្រីក្មេងខ្ញុំមកទីនេះចាំមួយភ្លេតខ្ញុំនឹងលាងវាសម្រាប់អ្នកបន្ទាប់ពីខ្ញុំសម្អាតជាមួយគ្នាហេតុអ្វីបានជាអ្នកបាត់បង់អារម្មណ៍ម្ដងទៀតវានឹងរួចរាល់ក្នុងពេលឆាប់នេះស៊ីខ្ញុំគិតថាប្តីត្រូវតែគិតអំពីរាត្រីអាពាហ៍ពិពាហ៍នៅតែមានសមត្ថភាពម្ដងទៀតអូបងសម្លាញ់ខ្ញុំភ្លេចទើបតែទទួលបានសម្បត្តិអាពាហ៍ពិពាហ៍សម្រាប់អង្គជំនុំជម្រះកូនក្រមុំថ្ងៃនេះគឺជាប្អូនស្រីថ្ងៃស្អែកខ្ញុំគឺប៉ុន្តែថ្ងៃនេះខ្ញុំមានរដូវរបស់ខ្ញុំរាងកាយរបស់អ្នកខ្សោយទេតើខ្ញុំអាចដោះស្រាយរឿងនេះបានយ៉ាងដូចម្ដេចខ្ញុំអាចរក្សាបានយូរបន្តិចវាមិនគួរឲ្យខ្លាចនោះទេកុំញ៉ៃញ៉ៃការបង្ខំខ្លួនឯងឲ្យជំរុញខ្លួនឯងនឹងទៅនិយាយជាមួយវិញយូរអង្វែងអូយជេចម្លែកខ្ញុំសូមប្រាប់អ្នកពីរឿងមួយមិនអីទេ Once upon a time មានភ្នំមួយមានប្រាសាទមួយនៅលើភ្នំមានព្រះសង្ឃចាស់ម្នាក់នៅក្នុងប្រាសាទបងស្រីក្មេងអង្គជំនុំជម្រះកូនក្រមុំរាត្រីអាពាហ៍ពិពាហ៍របស់អ្នកណាកំពុងស្ដាប់រឿងមុនគេងកុំផ្លាស់ទីជុំវិញមានព្រះសង្ឃចាស់ម្នាក់នៅក្នុងប្រាសាទថ្ងៃមួយព្រះសង្ឃចាស់នេះកុំធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នគេងលក់ស្រួលថ្ងៃមួយព្រះសង្ឃចាស់នេះបានចុះមកពីភ្នំអូរបស់ខ្ញុំរក្សាសម្លេងរបស់អ្នកចុះការសាងសង់ផ្ទះគឺធម្មជាតិតែប៉ុណ្ណោះប្តីប្រសិនបើអ្នកពិតជាមិនអាចទប់ស្កាត់បានខ្ញុំសូមជួយអ្នកនៅពេលនោះប្រពន្ធរបស់ខ្ញុំចិត្តណែរបស់អ្នកគឺល្អប៉ុន្តែមិនសូម្បីតែអ្នកពិចារណាថាតើវាជាឱកាសបែបណាអូរបស់ខ្ញុំតើអ្នកអាចគិតដូច្នេះដោយរបៀបណាយើងទើបតែបានជួបពួកគេមិនសាំគ្នាទៅវិញទៅមកខ្ញុំគិតថាយើងគួរតែស្គាល់គ្នាកាន់តែច្បាស់ជាមុនសិន
ធ្វើឲ្យប្រកាសថាអ្នកនឹងខ្ញុំជាមនុស្សល្អថាអ្នកនឹងខ្ញុំជាមនុស្សល្អអ្នកល្អណាស់ដកដង្ហើមប្តីហងអ្នកមិនងងទេខ្ញុំអូអត់ទេនិយាយច្រើនពេកក្នុងពេលតែមួយខ្ញុំភ្លាមនោះខ្ញុំមានអារម្មណ៍ថានេះខួរក្បាលរបស់ខ្ញុំលោកហាក់ដូចជាមានក្បាលច្បាស់លាស់ជាងមុនល្អណាស់ទៅគេងហើយហេបងស្រីក្មេងប៉ាត់ហេខ្ញុំបានឡើងលើភ្នំបន្ទាប់មកត្រូវប្រុងប្រយ័ត្នដកដង្ហើមស៊ីប្តីរបស់ខ្ញុំគឺដូចនេះគ្រួសាររបស់យើងមិនមានដីមានជីវជាតិឥឡូវនេះដីកំពុងទទួលរងពីគ្រោះរាំងស្ងួតដូច្នេះនឹងកសិកម្មប្តីរបស់ខ្ញុំនឹងឡើងភ្នំដើម្បីលេងការរបស់ខ្ញុំដឹងពីរបៀបអនុវត្តនឹងហើយប៉ុន្តែពេលខ្លះវានឹងនាំមកនៅរឿងចម្លែកមួយចំនួនមកវិញចម្លែកអូបងសំឡាញ់ត្រីនេះក្តាមទុនសាយព្រៃខ្ញុំបានធ្វើវាសម្រាប់បងស្រីក្មេងរបស់ខ្ញុំតែយើងគួររៀបចំអ្វីខ្លះនៅថ្ងៃនេះខ្ញុំនឹងទៅតើវាពិតជាធំមែនទេត្រីអូបងសំឡាញ់ល្អណាស់យប់នេះ I can make snake meat for my sister-in-law អូបងសំឡាញ់គាត់មិនដឹងថាតើរឿងនេះអាចបរិភោគបានទេអូព្រះអើយពស់នេះនឹងប្រែទៅជានាគតើមនុស្សល្ងងសម្រាប់រឿងនេះដោយរបៀបណាបាញ់ដោយព្រួញពិតប្រាកដណាស់មើលរបួសនេះអូរបស់ខ្ញុំគួរឲ្យចាប់អារម្មណ៍អស្ចារ្យគួរឲ្យចាប់អារម្មណ៍ហើយហេដកដង្ហើមប្រហែលជាត្រឡប់មកវិញដកដង្ហើមបងស្រីក្មេងមិនអីទេស្លាប់គាត់ពិតជាបានស្លាប់ទាំងស្រុងខ្ញុំមិនដែលឃើញពស់ធំបែបនេះទេនេះគឺក្រាស់ជាងចង្កេះរបស់ខ្ញុំសត្វខ្លាតូចរបស់អ្នកតើអ្នកណាអាចប្រកួតប្រជែងជាមួយវាស៊ីអ្នកនិយាយត្រូវហើយប្តីរបស់ខ្ញុំពិតជាអាចនៅលើប្រមាញ់រឿងចម្លែកមួយចំនួនយកពស់ទៅផ្សារដើម្បីលក់វាអាចលក់បាន4ឬ500វ៉ែងបងស្រីក្មេងយើងតោះញ៉ាំមុននេះលក់បន្ទាប់ពីញ៉ាំហងតើខ្ញុំគួរតែបោះអ្នកនៅទីនេះដោយរបៀបណាតែមិនបោះចោលខ្ញុំទេឆ្ងាញ់ញ៉ាំច្រើនបាទអ្នកមានមោទនភាពអាកាសធាតុក្តៅប្រសិនបើអ្នកមិនអាចកាន់វាបានវានឹងខូចសួស្តីប្អូនស្រីគ្រាន់តែ3ជីននៃអំបិលនិងគ្រឿងទេសវាអាចត្រូវបានរក្សាទុកសម្រាប់កន្លះឆ្នាំអំបិល3ជីនវានៅតែមានតម្លៃ360វ៉ែនតើខ្ញុំអាចមានលទ្ធភាពទិញវាដោយរបៀបណាបន្ទាប់មកខ្ញុំនឹងញ៉ាំបន្ថែមទៀតញ៉ាំដកដង្ហើមសាច់មាន់ឆ្អឹងខ្មៅតូចបោះរបស់នៅទីនោះដកដង្ហើមយើងនឹងចូលទៅក្នុងទីក្រុងខ្ញុំដឹងពូទី3របស់អ្នកនិងខ្ញុំក៏នឹងទៅទីក្រុងឡើងហងហើយហេលក់សាច់ពស់នៅទីក្រុងខាងលើអូពូទី9មើលសាច់ពស់នេះតើតម្លៃសមរម្យប៉ុន្មានដកដង្ហើមខ្ញុំក៏គិតចឹងដែរសិកវែនគឺប្រហែលត្រឹមត្រូវតើថងទឹកប្រមាត់ពស់នៅណាបែបនេះវាអាចត្រូវបានលក់ដាច់ដោយឡែកពីគ្នាតើពូជាកំពុងធ្វើអ្វីនៅក្នុងទីក្រុងដកដង្ហើមវ៉ាវសែននិងខ្ញុំក៏មានរបស់មួយចំនួនដើម្បីលក់នៅក្នុងទីក្រុងមើលថាតើអ្នកអាចប្រមូលពន្ធបានគ្រប់គ្រាន់តោះទៅតើនេះណែណាដកដង្ហើមពូទី9ហំពូទី9តើយើងកំពុងបាត់ខុសមែនទេដកដង្ហើមខ្ញុំនឹងថែរក្សាអាជីវកម្មមួយចំនួនជាមួយបងតេទី3អ្នកទាំងពីរអ្នកនឹងមិនលក់យើងចេញទេដកដង្ហើមអ្នកក្មេងប្រុសតើអ្នកទាំងពីរមានតម្លៃប៉ុន្មានលើសពីនេះទៀតតើអ្នកណានឹងទិញមនុស្សល្ងងដើម្បីយកទៅផ្ទះវាជាការពិតអាយុ9មនុស្សបានមកដល់ខ្ញុំមិនជឿទេដកដង្ហើមអ្នកទាំងអស់គ្នារងចាំនៅទីនេះចាំមួយភ្លេតតើអ្នកកំពុងធ្វើអ្វីពូទី3និងពូទី9តើវាអាចជាចោលប្លន់បានទេហំបងស្រីក្មេងកុំខ្លាចអីហើយបន្ទាប់មកពួកគេគឺគាត់ប្រហែលជានឹងមិនសម្លាប់នរណាម្នាក់ដោយគ្មានហេតុផលប៉ុន្តែវាមិនត្រូវបានគេមើលឃើញព្រះសង្ឃជាច្រើនចូលរួមក្នុងប្រតិបត្តិការរំលោភជាមួយស្ត្រីយើងគ្រាន់តែធ្វើក្នុងនាមឋានសុខនិយាយអញ្ចឹងដេកលក់ជាធម្មតាដកដង្ហើមអូហើយហេ
ពូទី3ខ្ញុំចង់ធ្វើការជាមួយអ្នករកលុយបានច្រើនកុំនិយាយមិនសមហេតុផលតើយើងអាចធ្វើអ្វីបែបនេះបានដោយរបៀបណាពូជីនេះគឺជាបញ្ហានៃការប្រតិបត្តិចូលរួមអូពូទី9កន្លែងដែលអ្នកទើបតែបញ្ចុះមនុស្សវាជាដីថ្មីមនុស្សនឹងរកឃើញដូច្នេះចុះយ៉ាងណាប្រសិនបើអ្នករកឃើញអ្នកណាដឹងថាវាជាយើងពូយើងមានការធានាវាជានឹងខ្ញុំគឺខ្ញុំពិតជានឹងមិនប្រាប់នរណាម្នាក់ទេខ្ញុំដឹងតោះទៅកាត់វាចេញនិងបែងចែកទំនិញដែលលួចហើយនិយាយថាវាជាការល្អវាដល់ពេលហើយសម្រាប់យើងដកដង្ហើមដកដង្ហើមសូមអរគុណពូទី3អរគុណពូជេដកដង្ហើមពូជីតោះទៅបាត់ក្មេងល្ងងដកដង្ហើមអរគុណដកដង្ហើមពូជីឧបត្តិហេតុនោះទើបតែពេលនេះដាច់ខាតមិនត្រូវប្រាប់ជាសាធារណៈយើងត្រូវបិទមាត់របស់យើងបងស្រីក្មេងអ្នកបន្តរំលឹកខ្ញុំអ្នកបារម្ភកុំឲ្យអ្វីឲ្យដោយខ្លួនឯងហាហាវាជាការពិតពូជីបន្ទាប់មកបងស្រីក្មេងខ្ញុំនឹងទិញអ្វីដែលឆ្ងាញ់ខ្ញុំមិនញ៉ាំវាទេខ្ញុំចង់ញ៉ាំបងស្រីក្មេងហេគ្មានការរំខានដកដង្ហើមល្អបន្ទាប់មកអ្នកត្រូវរងចាំខ្ញុំយកបានចាក់ចេញដកដង្ហើមពិតណាស់ដកដង្ហើមពិតណាស់មិនអីទេវាត្រូវបានដោះស្រាយខ្ញុំចង់ញ៉ាំរក្សាសម្លេងរបស់អ្នកចុះដកដង្ហើមសូមមើលអ្វីដែលអ្នកលក់អ្នកចិញ្ចឹមពួកគេគ្រាន់តែកាលពីម្សិលមិញខ្ញុំបានទៅបបបាញ់ស្រស់មានសមត្ថភាពពិតប្រាកដពស់ថ្លាន់ដ៏ធំបែបនេះអាចចាប់បានកម្រឃើញដកដង្ហើមងាកមកវិញហើយរត់គេចខ្លួនមានលុយត្រូវបានផ្ដល់ឲ្យអូភ្លេចល្អហេពូជី700វ៉ែងពួកគេបានផ្ដល់ឲ្យច្រើនពេកពួកគេមានលុយមិនសំខាន់ទេបាទគ្រូសាមានទ្រព្យសម្បត្តិគាត់មិនខ្វល់អំពីមនុស្សល្ងងនេះទេតោះរងចាំបន្តិចទៅទិញអង្គបួសខ្ញុំនឹងទិញស្បែកជើងមួយគូឲ្យអ្នកហើយអ្នកនៅតែត្រូវផ្ដល់ឲ្យយូវីបន្ថែមទៀតចំអំណោយផ្ទាល់ខ្លួនហេចុះអ្នកវិញខ្ញុំមិនមានអ្វីដែលខ្ញុំចង់បានទេវាមិនត្រូវបានអនុញ្ញាតទេមើលសម្លៀកបំពាក់របស់អ្នកតែឥឡូវនេះវាខូចប៉ុណ្ណាខ្ញុំអាចមើលឃើញនៅខាងក្នុងនឹងស្លាប់ដោយគ្មានការរឹតបន្តឹងរំខានណាស់នោះហើយជាអ្វីដែលខ្ញុំចូលចិត្តខ្ញុំមិនអាចបង្ហាញវាឲ្យនរណាម្នាក់ផ្សេងទៀតបានទេអ្នកល្អខ្ញុំនឹងទិញវាសូមអរគុណថៅកែស្រីពូជីអ្នកឆ្លាតគ្រាន់តែឥឡូវនេះមនុស្សគ្រប់គ្នាត្រូវបានចរចានៅខាងក្នុងវាហាក់ដូចជាចាប់តាំងពីយូវីចូលក្នុងគ្រួសារខួរក្បាលរបស់ខ្ញុំគឺល្អប្រសើរជាងមុនឥឡូវនេះខ្ញុំបានគិតរួចហើយថាត្រូវនិយាយអ្វីទីបំផុតចិត្តរបស់ខ្ញុំបានជាសះស្បើយបន្ទាប់មកខួរក្បាលរបស់ខ្ញុំគឺល្អតើខ្ញុំមិនគួរផ្ដល់រង្វាន់ដល់គាត់ទេតោះទៅផ្ទះសូមទុកចិត្តខ្ញុំលោកស្រីបន្តឆ្លុះប្រកែកគ្នាខ្ញុំបានទៅធ្វើឲ្យក្បាលរបស់អ្នកខួរក្បាលរបស់ខ្ញុំបានកាន់តែប្រសើរថាពិភពលោកទាំងមូលគឺខុសគ្នាត្រឡប់ក្រោយអ្នកហេតុអ្វីបានជាអ្នកកាន់កាំបាត់មនុស្សអាក្រក់តើមនុស្សអាក្រក់ណីណាអ្នកបានធ្វើវាគាត់បានប្រាប់ខ្ញុំឲ្យសម្លាប់ប្តីរបស់ខ្ញុំបន្ទាប់ពីបញ្ហានេះត្រូវបានដោះស្រាយរៀបការខ្ញុំមិនអាចយកវាបានទៀតទេខ្ញុំបាននិយាយថាយួនឡេវយើងពិតជាមិនមានការខឹងសម្បារណាមួយទេហេតុអ្វីបានជាអ្នកអះអាងថានឹងសម្លាប់ខ្ញុំចង់សម្លាប់អ្នកតើអ្នកនៅតែត្រូវការហេតុផលទេកុំកម្រើកមិននិយាយអ្វីទេមិនអីទេកាំបិតរបស់ខ្ញុំគឺពិតជាលឿនណាស់ខ្ញុំបាននិយាយថាពិតប្រាកដណាស់ខ្ញុំបានចូលចិត្តប្រពន្ធរបស់អ្នកប្រសិនបើអ្នកស្លាប់តើពួកគេទាំងអស់មិនមែនជារបស់ខ្ញុំទេអ្នកកំពុងតាមដានប្រពន្ធរបស់ខ្ញុំមែនទេតើអ្នកសំបីតែមនុស្សការកាត់ត្រចៀករបស់អ្នកមិនច្រើនពេកទេលីហើយខ្ញុំបាត់បង់លុយយួនឡេវហូអ្នកគឺជានរណាម្នាក់ដែលមានស្ថានភាពបែបពីសំណងអាម៉ាស់ខ្លួនឯងបេតាខ្ញុំនឹងបង3 tails ជីវិតរបស់យួនឡេវរបស់អ្នកមានតម្លៃត្រឹមតែ2 tails ធ្វើដូចនេះ5តាល5វាមិនច្រើនពេកសម្រាប់អ្នកដែលបានឃើញវា5តាលមិនច្រើនពេកមិនហួសហេតុតតែសោះកុំភ័យខ្លាចមុនពេលល្ងាចប្រសិនបើអ្នកមិននាំយកលុយខ្ញុំនឹងសម្លាប់អ្នកម្ដងទៀតពិតជាទទួលបានប្រាក់ដូច្នេះតើអ្នកកំពុងធ្វើអ្វីយកលុយពូជីតើរឿងនោះយ៉ាងម៉េចវិញ
រៀបការជាមួយម្នាក់ទៀតខ្ញុំគិតថាទីហ៊ានល្ងងរបស់អ្នកនឹងជាសះស្បើយកូនស្រីមានតែក្តីសង្ឃឹមសម្រាប់ថ្ងៃនេះតែគ្រាន់តែចង់រត់បន្ទាប់មកខ្ញុំនឹងរងចាំបន្ទាប់ពីរាត្រីអាពាហ៍ពិពាហ៍នោះនឹងគេបានចាក់ចេញយ៉ាងហោចណាស់អ្នកគួរតែទុកឲ្យខ្ញុំជាដៃគូដើម្បីរក្សាកូនរបស់ខ្ញុំខ្លាចខ្ញុំមិនមានវិធីដើម្បីដោះស្រាយជាមួយកូនរបស់ខ្ញុំទេវាមិនមែនជាកំហុសរបស់អ្នកដែលអ្នកមើលទៅល្អមានមនុស្សអាក្រក់ច្រើនណាស់នៅក្នុងពិភពលោកនេះបន្ទាប់មកពួកគេនឹងផ្ដល់ឲ្យអ្នកនៅបញ្ហាអ្នកត្រូវតែរកមើលបញ្ហានៅក្នុងខ្លួនអ្នកបងស្រីប្តីរបស់ខ្ញុំគឺត្រឹមត្រូវកំហុសស្ថិតនៅយួនលេវមិនមែនអ្នកទេទោះយ៉ាងណាក៏ដោយខ្ញុំធ្វើឲ្យអ្នករស់នៅក្នុងការភ័យខ្លាចជារៀងរាល់ថ្ងៃនោះគឺជាកំហុសរបស់យួនលេវមិនមែនរបស់អ្នកទេបងស្រីខ្ញុំសូមប្រាប់អ្នកប្រសិនបើអ្នកហ៊ានរត់ខ្ញុំនឹងចង់អ្នកទៅខេងខ្ញុំនឹងធ្វើទារុណកម្មអ្នកទាំងថ្ងៃនិងយប់វាជានឹងបងប្អូនរបស់គាត់នោះហើយជា2000វ៉ែនរក្សាវាឲ្យមានសុវត្ថិភាពគ្មានការត្អូញត្អែរមែនទេដោយមិននិយាយពាក្យបណ្ដឹងណាមួយពង្វែងផ្លូវល្អពូជីគាត់ខ្លាចនេះនឹងតែបណ្ដាលឲ្យមានបញ្ហាបន្ថែមទៀតកុំបារម្ភអ្នកស្រីរបស់ខ្ញុំនឹងយកលុយនេះវាគឺជាការទាំងអស់ដើម្បីធ្វើឲ្យគាត់ធ្លាក់ចុះការប្រុងប្រយ័ត្នរបស់គាត់នៅពេលដែលពេលវេលាមកដល់អនុញ្ញាតឲ្យអ្នកដទៃបាត់ពីពិភពលោកអូរបស់ខ្ញុំអ្នកអស្ចារ្យណាស់សូម្បីតែចៅនេះអាចត្រូវបានកាយនោះត្រូវតែគ្រប់គ្រាន់សម្រាប់បន្ទប់កូនក្រមុំពេញមួយថ្ងៃខ្ញុំគិតអំពីរឿងទាំងនេះពិតប្រាកដណាស់ថ្ងៃអាពាហ៍ពិពាហ៍ត្រូវបានគេសន្មតថាជារាត្រីអាពាហ៍ពិពាហ៍នោះនឹងមិនធ្វើឈិនត្រូវការសម្រាប់2 3ថ្ងៃទៀតល្អអនុញ្ញាតឲ្យខ្ញុំសម្រាប់2 3ថ្ងៃអញ្ចឹងនៅឡើយនេះគឺជាសម្លៀកបំពាក់ថ្មីដែលខ្ញុំបានទិញសម្រាប់អ្នកខ្ញុំមានមួយផងដែរប្តីរបស់ខ្ញុំគឺប៉ុន្តែចានទឹកដប់នៅចុងបញ្ចប់តោះសាកល្បងវាតើវាល្អទេហើយហេមើលទៅអស្ចារ្យវាស្រស់ស្អាតណាស់ប៉ុន្តែខ្ញុំបានឮថានាងមើលទៅកាន់តែប្រសើរជាងមុនដោយគ្មានសម្លៀកបំពាក់ទាំងនេះគឺជាគំនិតទាំងអស់នៅក្នុងចិត្តរបស់ចៅបញ្ឆោតមនុស្សអាក្រក់អវ៉ៅនៅតែមិនពីមុនទេសម្លៀកបំពាក់នេះគឺបង្ហាញពេកតោះដេវាឡើងល្អដកដង្ហើមតោះទៅខ្ញុំមិនអាចដេវាបានទេគ្មានដេដកដង្ហើមបងស្រីហងប្តីរបស់ខ្ញុំមើលទៅធម្មតាណាស់នៅតែមិនពីមុនទេខ្ញុំគិតថាវាដោយសារតែអ្នករៀបការហើយចូលទៅក្នុងផ្ទះដើម្បីនាំសំណាងល្អខ្ញុំបាទអ្នកមានសំណាងល្អគាត់គ្រាន់តែលាងក្បាលរបស់វិជាឲ្យស្អាតពិតណាស់ហងទៅរងចាំនៅខាងក្រៅអាហារស្ទើរតែរួចរាល់ហើយហេប្រពន្ធដល់ពេលគេងឈប់ប្រញ៉ៃញ៉ៃវាមិនទាន់នៅទីនេះទេហងអ្នកដេកខ្ញុំនឹងដេកមុនអូបងសម្លាញ់តោះដេកជាមួយគ្នាដេកតែម្នាក់ឯងខ្ញុំមិនអាចកម្រើកបានទេគេងគឺល្អប៉ុន្តែអ្នកត្រូវតែធានាវាអ្នកមិនអាចធ្វើរឿងអាក្រក់បានទេខ្ញុំសន្យាថាមិនប្តីអ្នកភ្ញាក់ហើយហ៊ីមអ្នកភ្ញាក់ហើយតើអ្នកនៅតែទៅបរបាញ់នៅលើភ្នំសពថ្ងៃនេះទេខ្ញុំត្រូវការទិញធ្នូខ្លាំងធ្នូមុនគឺលេងប្រើប្រាស់បានយូរទៀតហើយអ្នកដេកយូរបន្តិចហងគ្រាន់តែខ្ជិលរហ័សម្ចាស់ហាងហងតើមានផ្នែករឹងធ្នូខ្លាំងទេផ្នែករឹងធ្នូខ្លាំងតើអ្នកនឹងបះបោរទេខ្ញុំជាអ្នកប្រមាញ់និយាយអញ្ចឹងនេះគឺជាការការពារជាពលហងត្រីឈើជើងធ្នូ
មានគ្រាប់កាំភ្លើង3គ្រាប់នៅជើងរបស់គាត់តែខ្លាឃ្មុំអាចត្រូវបានបាញ់សម្លាប់ហងមិនអីទេនេះគឺល្អនឹងមែនហេបាទឧបករណ៍ត្រូវបានធ្វើឲ្យប្រសើរឡើងពេលបន្ទាប់អ្នកចុះភ្នំវានឹងកាន់តែងាយស្រួលខ្ញុំបាននិយាយថាចោលប្លន់ពីទីផ្សារឆ្កែខ្ញុំនឹងប្រយុទ្ធជាមួយអ្នករហូតដល់ទីបញ្ចប់គ្រួសារយ៉ាវនោះខ្ញុំបានជួបយុវជនម្នាក់គាត់បានសម្លាប់បងប្អូនរបស់យើងមួយចំនួនតើអ្វីអ្នកគឺជាក្រុមបែបនេះគាត់ពិតជាត្រូវបានយកទៅដោយនរណាម្នាក់ដូចជាឆ្កែប្រធានគ្រួសារអ្វីដែលអ្នកមិនដឹងបងប្អូនយើងទាំងអស់គ្នាគិតថាក្មេងនោះដូចជាទីហ៊ានទៅតែចេញពីសមរភូមិយើងមិនអាចយកឈ្នះគាត់បានទេកម្ដៅខាងក្នុងទឹកភូមិដែលខូចនោះសម្រាប់ខ្ញុំមិនជឿទេប្រធានគ្រួសារកងទ័ពកំពុងមកកងទ័ពនឹងសេះភ្លេចក្មេងនោះដកទាំងស្រុងដកប្រាក់ដកហេតុអ្វីបានជាពួកគេទាំងអស់រត់គេចខ្លួនភ័យខ្លាចមិនប្រាកដទេទីហ៊ានបានមកដល់ទីបំផុតទីហ៊ានទាំងនេះបានមកដល់អ្នកមានកំហុសលោកខ្ញុំមិនមែនជាចោរប្លន់ទេតើអ្នកអាចបញ្ជាក់អត្តសញ្ញាណរបស់អ្នកបានទេខ្ញុំមានការការពារជាតិការពារប្រឆាំងនឹងជាតិលោកសូមមើលបរោះពិតប្រាកដសម្រាប់ពី3នាក់វិសាលគុំគឺស្រាលពេកប្រហែល14ឬ15នៃពួកគេ14ឬ15ពិតជាបរោះសាហាវទោះបីជាអ្នកមាន20ក៏ដោយទូរស័ព្ទមួយមានតម្លៃ1ដុំនៃប្រាក់សម្រាប់រយៈពេល5ថ្ងៃ20តើច្រើនណាស់អ្នកមើលទៅក្មេងណាស់ប្រកាសផ្លូវការនេះខ្ញុំពិតជានឹងជ្រើសរើសអ្នកជាស្ត្រីដ៏ស្រស់ស្អាតលោកខ្ញុំមិនចង់បានវាតើយើងអាចទទួលបានមួយទៀតបានទេវាមិនត្រូវបានអនុញ្ញាតទេនេះគឺជាបទបញ្ញត្តិរបស់តុលាការអ្នកមិនអាចបដិសេធបានទេមកបន្ទាប់លោកនេះគឺជាអ្វីដែលអ្នកជាមានកម្មបិតនេះអ្នកគឺជាខ្ញុំទីហ៊ានរបស់ The Great មានទម្រង់វ៉ាយ៉ងដែលបានឆ្លងកាត់ទម្រង់វ៉ាយ៉ងនោះមិនមែនដើម្បីនិយាយថាអ្នកណាជាចោរប្លន់ទេនោះគឺជាចោរប្លន់ឧត្តមសេនីយ៍ឆៃហងពិតប្រាកដតើនរណាជារកនោះនេះតើអ្នកកំពុងហៅអ្នកណាល្ងងអ្វើអ្នកមានលុយតាក់ក្របទាំងជាតិនៅទីនេះពងវែងផ្លូវឈួតលេងជុំវិញអ្នកសាហាវតើអ្នកកំពុងបណ្ដាសាអ្នកណាមនុស្សល្ងងបានកាន់តែខ្លាំងគាត់ថែមទាំងបាននាំយកកាំបិតជំរាលនេះចម្លែកណាស់ធ្នូនេះក៏ល្អណាស់ដែរយ៉ាងហោចណាស់មានតម្លៃ2 Chels នៃប្រាក់ឥឡូវនេះធ្នូនឹងដាវទាំងនេះវាជារបស់ខ្ញុំទាំងអស់តើអ្នកមានការជំទាស់ទេជាការពិតណាស់មានការជំទាស់ខ្ញុំអូបងសម្លាញ់តើអ្នកទៅតែនិយាយអ្វីខ្ញុំមិនបាននៅច្បាស់លាស់វាគាត់ឲ្យស្លាប់មកស្លាប់ជាមួយខ្ញុំមិនអនុញ្ញាតឲ្យវាដំខ្លាំងទៀតទេអ្នកអូបងសម្លាញ់មនុស្សល្ងងគឺគួរឲ្យខ្លាចវាគួរឲ្យខ្លាចពិតមាត់ហ៊ានស្រែកម្ដងទៀតខ្ញុំនឹងកាត់អ្នកឥឡូវនេះអ្នកបានស្លាប់រងចាំខ្ញុំនៅថ្ងៃណាមួយខ្ញុំនឹងជីកខួរក្បាលរបស់អ្នកចិញ្ចឹមឆ្កែខ្ញុំជោគជ័យខ្ញុំនឹងឃើញវានៅថ្ងៃនេះតើអ្នកណានឹងស្លាប់អ្នកខ្ញុំជាមនុស្សល្ងងបញ្ឈប់បញ្ឈប់តើអ្នកទើបតែហៅខ្ញុំថាអ្វីប៉ាហៅខ្ញុំថាប៉ាប្រញាប់ឡើងហើយស្រែកកូនប្រុសបះបោពិតមាត់អ្នកចង់ឲ្យខ្ញុំហៅគាត់ថាឪពុកគាត់បានឈួតគាត់ពិតជាចង់សម្លាប់ខ្ញុំឪពុកខ្ញុំវូជីអ្នកដាក់កាំបិតទៅឆ្ងាយជាមុនតើមានអ្វីដែលត្រូវនិយាយតោះនិយាយវាចេញវូជីខ្ញុំមកទីនេះអ្នកត្រឡប់ទៅវិញហើយទទួលបានប្រាក់10ដងជាធ្នូនឹងជីវិតទុករបស់កូនប្រុសរបស់អ្នក5ជីនតើកន្លែងរបស់ខ្ញុំដំណើរការយ៉ាងដូចម្ដេចវាមិនអីទេតើអ្វីតើអ្នកកំពុងរងចាំអ្វីប្រាក់10ដងឬជួញដូរជីវិតរបស់អ្នកសម្រាប់វាទាំងពីរតើនេះជាការបះបោរមែនទេអ្នកណានិយាយបែបហ្នឹងហាថ្ងៃនេះអ្នកមិនមានលុយនៅសល់ទេមានចំណុចសំខាន់មួយសម្រាប់ជីវិតគឺអ្នកកាត់វាសម្រាប់ខ្ញុំប៉ា
អ្នកមានសិទ្ធិមិនល្អខ្ញុំជាកូនប្រុសរបស់អ្នកផ្ទាល់បិទមាត់ល្អបន្ទាប់មកអ្នកមិនអាចបន្ទោសខ្ញុំបានទេជួយសង្គ្រោះខ្ញុំបានបំផ្លាញទៅជាវិញ្ញាណសង្សឹកទៅសួរឪពុករបស់អ្នកសម្រាប់វាហេមអូបងសំឡាញ់អ្នកសម្រាប់គាត់ហើយបន្ទាប់មកតើមានរឿងអ្វីកើតឡើងបេះដូងខូចខើបែបនេះល្អឈប់ស្រែកកូនប្រុសរបស់អ្នកត្រូវបានសម្លាប់ដោយអ្នកទាំងអស់គ្នាកាត់គាត់ចុះសម្រាប់ខ្ញុំកាត់គាត់ចុះសម្រាប់ខ្ញុំកាត់គាត់ចុះសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាមិនអីទេឈប់ស្រែកខ្ញុំគ្រាន់តែរត់ចូលទៅក្នុងចោរប្លន់ប្រយ័ត្នចោរប្លន់មកសម្លាប់ភូមិកូនប្រុសត្រឡប់មកខ្ញុំវិញអូបងសំឡាញ់ក្មេងអ្នកបានជំរុញថ្ងៃនេះនិងសម្លាប់មនុស្សនៅទីសាធារណៈទស្សនិកជនពេញលេញជាមួយសាក្សីឃើញកាំបិតនេះទេនេះគឺជាកាំបិតរបស់ការិយាល័យខនទីបោះធម្មពលដែលបានសាបគូបគង់ជាមួយដាវគាត់ថែមទាំងបានកាត់ក្បាលកូនប្រុសរបស់អ្នកគួរតែរត់គ្មាននរណាម្នាក់អាចជួយសង្គ្រោះអ្នកបាននិយាយថាខ្ញុំលួចកាំបិតនេះគឺជារង្វាន់ពីការិយាល័យឥឡូវនេះខ្ញុំជាទាហានហេមដាំឡើយវាត្រូវបានគេនិយាយថាពួកគេចង់ចាប់យកកាំបិតរបស់នេះបន្ទាប់មកខ្ញុំនឹងសម្លាប់ចោរប្លន់ច្បាប់យ៉ាងល្អឥតខ្ចោះឆ្លាតវៃដាំឡើយគេហៅថាការរឹបអូសដាវទាហាននាំមកនៅការបំផ្លិចបំផ្លាញខ្លួនឯងខ្ញុំប្រព្រឹត្តដោយមិនប្រុងប្រយ័ត្នយួនយិនថេងនិងយួនយិនបោខ្ញុំបានកាត់ពួកគេឡើងទៅមិញមិនអីទេក្មេងគាត់ក្លាហាននិងមានធនធានតើអ្នកណានិយាយថាអ្នកជាមនុស្សឈ្នួលខ្លាំងជាងខ្ញុំច្រើនបងស្រីក្មេងមានសមិទ្ធផលត្រឡប់មកវិញហើយប្តីទីបំផុតអ្នកបានត្រឡប់មកវិញហើយមនុស្សគ្រប់គ្នានិយាយថាចៅបានចង់អីទេវាគ្មានអ្វីទេតើខ្ញុំមិនបានត្រឡប់មកវិញដោយសុវត្ថិភាពទេពូជីហេតុអ្វីបានជាអ្នកមានក្លិនឈាមច្រើនគាត់គ្រាន់តែជួបប្រទេសចៅប្លន់នៅលើផ្លូវខ្ញុំត្រូវកាត់ពីរបីមុនពេលខ្ញុំគ្រប់គ្រងអ្នកមិនអីទេអ្នកមិនបានរងរបួសទេខ្ញុំសុខសប្បាយខ្ញុំគ្រាន់តែមានកោសបន្តិចនៅលើដៃរបស់ខ្ញុំអញ្ចឹងបងស្រីក្មេងយកអ្វីដែលត្រូវញ៉ាំជាមួយសិនបន្ទាប់មកអ្នកអង្គុយចុះមុនខ្ញុំនឹងទៅរៀបចំល្អ Sandwich ចេញពីទីនេះចិនល្ងងចេញពីទីនេះអ្នកពិតជាមានភាពក្លាហានឆាប់ឡើងចង់ចិនល្ងងនេះសម្រាប់ខ្ញុំក្មេងមកសម្រាប់បរិះម្នាក់ហើយបង់ដោយជីវិតរបស់គាត់ចាប់ខ្លួនគាត់ការិយាល័យ County នឹងផ្ដល់រង្វាន់ដល់អ្នកនៅតែឈរនៅទីនោះបានវានៅលើខ្ញុំចង់សួរអ្នកហ៊ានចាប់យកសំបីតែរង្វាន់របស់តុលាការមានន័យថាម៉េចតើនេះជារង្វាន់អធិរាជបែបណាតើអ្នកកំពុងព្យាយាមបោកបញ្ឆោតអ្នកណានៅទីនេះទេខ្ញុំមិនអាចមើលឃើញកាំបិតដែលខូចដោយរាជវង្សនៅក្នុងដៃរបស់ខ្ញុំទេមិនសមហេតុផលខ្ញុំនឹងធ្វើវាគឺដើម្បីចាប់អ្នកឧក្រិដ្ឋជនអាក្រក់ទាំងស្រុងដំបូងចាប់យករង្វាន់របស់តុលាការបន្ទាប់មកពួកគេបានព្យាយាមហុំព័ទ្ធខ្ញុំម្ដងទៀតខ្ញុំគិតថាអ្នកមានគម្រោងបះបោរមានអ្វីមួយខុសប្រក្រតីចៅបានចូលទៅក្នុងភូមិយួនវាយយើងអ្នកអាក្រក់ដូច្នេះអ្នកពិតជាមានគម្រោងបះបោរបងប្អូនគ្រូសាយួនសម្ព័ន្ធមិត្តជាមួយចៅប្លន់ដើម្បីបះបោរល្អសោះអ្នកកំពុងនិយាយមិនសមហេតុផលអ្នកគឺជាសម្ព័ន្ធមិត្តជាមួយចៅប្លន់អ្នកគឺជាអ្នកដែលចង់បះបោរគ្រូសាយួននេះគឺអំពីការស្វែងរកឱកាសដើម្បីឈ្នះទាំងខាងក្នុងសម្រាប់យួន Lower ថ្ងៃនេះគាត់ថែមទាំងបានឡើងលើជញ្ជាំងរបស់មើលប្រពន្ធរបស់ខ្ញុំបោកគក់សម្លៀកបំពាក់គាត់ខ្ញុំបានរំខានគាត់ជាយូរមកហើយវាគឺជាគាត់មនុស្សឈួតនោះតាំងពីពេលថ្ងៃគំនិតនេះគឺបន្តិចសម្រាប់គាត់ប្រជាជនប្រសិនបើយើងមិនធ្វើសកម្មភាពថ្ងៃនេះពួកគេនឹងយកក្របធញ្ជាតិរបស់យើងប្រពន្ធនិងកូនស្រីរបស់យើងត្រឹមត្រូវហើយខ្ញុំនឹងប្រយុទ្ធជាមួយពួកគេរហូតដល់ស្លាប់ប្រយុទ្ធតាមវិធីរបស់អ្នកចេញពីពួកគេត្រឡប់មកវិញដើម្បីសងសឹកនៅពេលក្រោយបាទមុនពេលសម្រាប់គាត់ត្រូវតែត្រូវបានចាប់ខ្លួនជាមុនហេសួស្ដីអ្នកទាំងអស់គ្នាតើអ្នកចង់ធ្វើអ្វីខេងចិនគឺជាមនុស្សល្ងងគ្រាន់តែអ្នករងចាំខ្ញុំមិនបានបញ្ចប់ជាមួយអ្នកទេគ្រាន់តែអ្នករងចាំប្តីតើអ្នកមិនអីទេបងស្រីក្មេងនឹងបានកាន់តំណែងមួយមិនអីទេអ្នកភូមិបានទៅប្រយុទ្ធប្រឆាំងនឹងចោរប្លន់បន្ទាប់មកខ្ញុំនឹងទៅឆ្អឹងមុខដៅមួយចំនួនគ្រប់ដណ្ដប់ដោយញើសបោកគក់រួចរាល់តើយើងអាចដេកជាមួយគ្នាបានទេសម្រស់3នាក់បំរើគាត់ត្រឹមត្រូវហេមានអ្វីមួយបានកាត់ឡើងយួនវេលកំពុងតែព្យួរខ្លួនឯងតើមានរឿងអ្វីកើតឡើងហើយអ្វីបានជាគាត់អស់សង្ឃឹមម្ល៉េះគ្រូសាយួនហោះស្ថានភាពនេះត្រូវបានបាត់បង់ខ្ញុំបានឮថាគាត់កំពុងប្រយុទ្ធគ្នាលើប្រពន្ធប៉ុន្តែមិនបានគិតវាតាមរយៈត្រឹមត្រូវគាត់ជាមនុស្សដែលមិនខ្មាស់អៀនតើគាត់អាចព្យួរខ្លួនឯងដោយរបៀបណាគ្រូសាឆែនពិតជាក្រុមចោរប្លន់ប៉ុន្តែប្រពន្ធរបស់បុរសចំណាស់នេះនាងពិតជាស្រស់ស្អាតឡានមកដល់ពេលញ៉ាំខ្ញុំមិនចង់ផឹកទឹកទៀតទេខ្ញុំចង់ញ៉ាំអង្ករខ្ញុំចង់ញ៉ាំសាច់យើងមិនមានអង្ករឬសាច់ណាមួយនៅសល់នៅផ្ទះទេ
នរណាគេបងស្រីក្មេងនេះគឺជាខ្ញុំវូជីតើអ្វីនាំអ្នកមកទីនេះខ្ញុំបាននាំអ្នកអង្គនិងសាច់វាគ្រាន់តែអ្នកនឹងឡានលន់នៅផ្ទះជីវិតត្រូវតែមានផាសុកភាពខ្លាំងណាស់តើអ្វីនាំអ្នកមកទីនេះ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 វាពិបាកណាស់នាំអ្នកមកទីនេះនឹងមិនអាចនាំសាច់មកយើងបានទេតើមានអ្វីខុសជាមួយនោះគ្រាន់តែយកវាឡានមកតោះចេញទៅក្រៅនឹងមានភាពសប្បាយរីករាយយឺហោះនឹងហើយបងស្រីក្មេងខ្ញុំបាននាំសាច់ជ្រូកសម្រាប់អ្នកអង្គម្សៅវូឆែនបងស្រីក្មេងតាមពិតខ្ញុំដឹងថាគ្រួសារអ្នកណាបានសម្លាប់យួនឡេវទោះយ៉ាងណាក៏ដោយខ្ញុំមិនបន្ទោសអ្នកទេតាមពិតគាត់ចំណាយពេលពេញមួយថ្ងៃជាមួយប្រពន្ធរបស់យើងខ្ញុំបានប្រាថ្នាជាយូរមកហើយថាគាត់បានស្លាប់បងស្រីក្មេងនេះមិនល្អទេតើនេះមានន័យថាម៉េចតើវាអាចជាវាដោយសារតែនាងមើលងាយខ្ញុំថាជាស្ត្រីមេម៉ាយខ្ញុំមិនធ្វើទេបងស្រីក្មេងខ្ញុំពិតជាបានមកថ្ងៃនេះដើម្បីនាំអ្នកអាហាររកមើលតើអ្នកនឹងឡានលន់អាចគ្រាន់តែផឹកទឹកដោយរបៀបណាតើអ្នកណាអាចទប់ទល់បែបនេះបានវូឆែនអ្នកពិតជាល្អចំពោះខ្ញុំនិងខ្ញុំវាជាភូមិដូចគ្នាទាំងអស់តើនោះមិនមែនជាអ្វីដែលគួរធ្វើទេវាមិនអីទេខ្ញុំនឹងចាក់ចេញមុនបងស្រីក្មេងអូបងសំឡាញ់មានទន្សាយតែមួយក្បាលនៅក្នុងអន្ទាក់ការប្រមូលផលគឺមធ្យមនរណាម្នាក់កំពុងងូតទឹកដាក់ bastard នោះចុះពងវែងផ្លូវតើអ្នកហៅអ្នកណាថា bastard តោះមើលម្ដងទៀតវ៉ាលីនីវាឈឺចាប់គ្រួសាររបស់អ្នកទាំងមូលសុំទោសអ្នកមិនសុំទោសខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកចង់សុំទោសអ្នកណាខ្ញុំនឹងធ្វើឲ្យអ្នកសុំទោសអ្នក bastard មិនអាចទៅរួចល្អហេតុអ្វីបានជាអ្នកមិនសុំទោសជឿអត់ខ្ញុំនឹងដុតសម្លៀកបំពាក់របស់អ្នកនោះហើយជាវាច្រើនជាងខ្ញុំបានផ្លាស់ប្ដូរគំនិតរបស់ខ្ញុំតើអ្នកចង់ធ្វើអ្វីគ្រាន់តែដោយសារតែខ្ញុំបានឃើញអ្នកងូតទឹកដោយចៃដន្យអ្នកចង់សម្លាប់ខ្ញុំជីវិតរបស់អ្នកគឺជាជីវិតរបស់ខ្ញុំមិនមែនជាជីវិតរបស់ខ្ញុំទៀតទេអ្នកជិតខាងរបស់ Jen Shen ខ្លែងបន្លំជាបុរសហើយគាត់បានយកកាំបិតមិនមែនចោលប្លន់ទេគាត់ក៏ជាមន្ត្រីម្នាក់ផងដែរមិនមែនចោលប្លន់ទេចោលប្លន់គាត់ក៏ជាមន្ត្រីម្នាក់ផងដែរការនិយាយតើអ្នកជានរណាតើអ្នកកំពុងធ្វើអ្វីនៅទីនេះចោលប្លន់ល្បិចករបៀបភ័យខ្លាចប្រសិនបើអ្នកភ័យខ្លាចទោះបីជាអ្នកពិតជាមន្ត្រីក៏ដោយព្រៃភ្នំជ្រៅនេះតើអ្នកណាអាចរកឃើញក្លាហានប៉ុន្តែប្រុងប្រយ័ត្នតើនេះពិតជាអូរ៉េនមែនទេអូបងសំឡាញ់ខ្ញុំធ្លាប់គិតថាអ្នកស្រស់ស្អាតខ្ញុំនៅតែអាចទុកជីវិតរបស់អ្នកប៉ុន្តែឥឡូវនេះមើលទៅវាខ្ញុំខ្លាចខ្ញុំនឹងមិនអាចនេះបន្ទាប់មកទៅចុះបញ្ជីអាពាហ៍ពិពាហ៍ជាមួយខ្ញុំតុលាការបានបង្កើតបញ្ឆោតនិងសម្លាប់ប្តីរបស់នាងប្រតិបត្តិគាត់នៅនឹងកន្លែងតើវាមិនគ្រប់គ្រាន់ទេតើអ្នកជឿវាដោយខ្លួនឯងទេខ្ញុំដឹកនាំពាក្យបញ្ជាអធិរាជតើនាងអាចរៀបការដោយធម្មតាដោយខ្ញុំមិនបង្ខំឲ្យអ្នករៀបការពិតប្រាកដទេគ្រាន់តែសរសេរកិច្ចសន្យាអាពាហ៍ពិពាហ៍សម្បត្តិអាពាហ៍ពិពាហ៍នៅលើសម្បត្តិអាពាហ៍ពិពាហ៍តើអ្នកចង់សរសេរអ្វីគ្រាន់តែសរសេរអ្នកបានជួបខ្ញុំអ្នកប្រមាញ់តូចការបះបោរ Lostful បានបង្ខំឲ្យខ្ញុំធ្វើដូច្នេះបន្ទាប់មកយើងមានការយល់ដឹងអំពីប្តីនិងប្រពន្ធអ្នកពិតជាខ្មាស់អៀនណាស់អ្នកថែមទាំងអាចនិយាយរឿងបែបនេះខ្ញុំមិនខ្មាស់អៀនអ្នកបន្តនិយាយអំពីការចង់សម្លាប់ខ្ញុំគ្រាន់តែព្យាយាមការពារខ្លួនឯងមិនថាអ្នកសរសេរឬអត់សរសេរខ្ញុំសរសេរខ្ញុំបានក្រោកឡើងនៅក្នុងការបះបោរនៅពេលឃើញចំណុចល្អករណីឃាតកម្មកុំបារម្ភខ្ញុំនឹងមិនសម្លាប់អ្នកទេរបៀបដាក់វាអ្នកអាចត្រូវបានចាត់ទុកថាជាពាក់កណ្ដាលបុរសសម្រាប់ខ្ញុំពាក់កណ្ដាលស្ត្រីក្មេងប្រៃប្រសិនបើខ្ញុំមិនបង្រៀនអ្នកមេរៀនមួយ I'm not being sentimental សរសេរវាចុះ
សរសេរវាចុះខ្ញុំជា Ken Jan Hong ការឡើងក្នុងការបះបោរនៅពេលឃើញភាពស្រស់ស្អាតគាត់នៅតែមិនចង់ទទួលខុសត្រូវដាក់ស្នាមម្រាមដៃនៅលើតារាងខាងក្រោមអ្នកបរិសឈាមត្រជាក់សម្លៀកបំពាក់សម្រាប់អ្នកចំណាយពេលរបស់អ្នកពាក់វាខ្ញុំនឹងចាក់ចេញមុនចាំមួយភ្លេតយកវាទៅទិញគ្រាប់ធញ្ជាតិកុំអត់ឃ្លានកុំឲ្យមីងធ្វើទារុណកម្មអ្នករហូតដល់អ្នកស្លាប់មុនពេលអ្នកស្លាប់បន្ទាប់មកខ្ញុំនឹងទទួលយកវានិយាយអញ្ចឹងនៅខាងក្រៅមិនមានសន្តិភាពទេអ្នកជាស្ត្រីពាក់កណ្ដាលសម្រាប់ខ្ញុំទទួលយកដំបូន្មានរបស់ខ្ញុំកុំរត់ជុំវិញកាំបិតរបស់ខ្ញុំគាត់រត់លឿនណាស់តោះមើលពីរបៀបដែលខ្ញុំវេចខ្ចប់ពិតប្រាកដវាខូចហើយវាហាក់ដូចជានេះគឺជារង្វាន់ពីស្រុកកូនស្រីពូជីតើមានអ្វីកើតឡើងនៅលើផែនដីប្រហែលជាវាត្រូវតែជារង្វាន់ពីខ្ញុំខៀវហ្វីមិនមែនស្រុកបានផ្ដល់ដីឲ្យខ្ញុំ40មូប៉ុន្តែហេតុអ្វីបានជាផ្ដល់ឲ្យស្ត្រីផ្សេងទៀតជាអំណោយតើអ្នកធ្លាប់លើកឡើងរឿងនេះទេខ្ញុំគិតថាពួកគេបានភ្លេចអំពីរឿងនោះអ្វីមិនមានសន្តិភាពឥឡូវនេះទេតើវាពិតជាកើតឡើងដោយរបៀបណាទៅមុនយល់ព្រមចាប់ដំណើរការនេះមិនមែនជាការទទួលខុសត្រូវរបស់យើងយូដាជីយើងបានអស់កម្លាំងពេញមួយព្រឹកសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកយកនេះអ្នកពិតជាមានសំណាងណាស់ស្ត្រីនេះវាត្រូវបានជ្រើសរើសដោយផ្ទាល់ដោយមនុស្សពេញវ័យសម្រាប់អ្នកសូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកលោក County អ្វីដែលយើងខ្វះគឺទេពកោសល្យដូចអ្នកអាចប្រើបានអ្នកត្រូវតែទៅការិយាល័យ County ដើម្បីទស្សនាល្អបងប្រុសយកប៉ុន្តែខ្ញុំមានប្រពន្ធនិងស្ត្រីនៅផ្ទះរួចហើយជាមួយទៀតខ្ញុំពិតជាមិនអាចមានលទ្ធភាពចិញ្ចឹមពួកគេបានទេអាចពិបាកពេលខាងស្រុកនេះមិនគួរឲ្យផ្ដល់រង្វាន់ដល់អ្នកជាមួយនឹងដីកសិកម្មល្អ40ម៉ឺនអូសូមអរគុណដល់បងប្រុសយាសម្រាប់ការរំលឹកតោះទៅគូដីលោកឆិនវ៉ាយ៉ាងអ្នកគឺជាសាក្សីកុំបារម្ភលោកលីចេងពូទី3អ្នកបានខ្លាចជាលេឆេងគ្មានជំរឿខ្យល់ខ្លាំងផ្លុំនរណាម្នាក់អាចខ្លាចជាមន្ត្រីនៅទីនេះការិយាល័យស្រុកនេះពិតជាដឹងពីរបៀបជ្រើសរើសមនុស្សតោះទៅតោះចេញបងប្រុសធំថ្ងៃនេះហើយបន្ទាប់មកពីគ្រួសារយួនយិនហខ្ញុំនឹងគូដីមានជីវជាតិ40ហិកតាសម្រាប់អ្នកសូមអរគុណចែកក្រុមចំពោះសេចក្តីសប្បុរសរបស់អ្នកទៅមុខតើអ្វីជាចំណុចនៃការស្នាក់នៅការិយាល័យ County បានដោះស្រាយកិច្ចការត្រូវប្រុងប្រយ័ត្នចំពោះបុរសនិងស្ត្រីជំនាន់ដំបូងគ្នាខ្ញុំមិនដឹងទេវាលគ្រួសាររបស់អ្នកទាំងអស់គឺច្បាស់លាស់និងល្អឥតខ្ចោះយកគាត់ត្រឡប់មកវិញដើម្បីសាកសួរយ៉ាងហ្មត់ចត់តោះទៅប្រសិនបើមានការផ្លាស់ប្ដូរណាមួយបន្ទាប់ពីដីត្រូវបានបែងចែកអ្នកអាចចុះឈ្មោះនៅការិយាល័យស្រុកដោយខ្លួនឯងវានៅតែឆាប់ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមិនមកកន្លែងរបស់ខ្ញុំសម្រាប់តែមួយពេលមុនពេលអ្នកចាក់ចេញពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនៅតែចង់សាកសួរយ៉ាងហ្មត់ចត់គ្រួសាររបស់ពួកគេបានធ្វើរឿងអាក្រក់អូនឹងបានចាក់ចេញរបស់គាត់គ្រួសារ Chen Wei Ji ពិតជាកំពុងចាប់ផ្ដើមដកដង្ហើមតម្លៃដើមគឺចប់ហើយល្ងងនេះវាជាពេលវេលាដើម្បីបង្វិលអ្វីនៅទាំងលុយនិងស្ត្រីសូម្បីតែ Lai Sheng ក៏នឹងឡើងកាន់អំណាចបងស្រីក្មេងតោះទៅផ្ទះក្មេងស្រីត្រឡប់មកជាមួយយើងវិញញ៉ាំច្រើនវិញជាបន្តបដិសេធមិនបរិភោគហើយចិត្តអត់ឃ្លានតើគាត់គួរធ្វើអ្វីបន្ទាប់មកគ្រាន់តែអត់ឃ្លានស្លាប់នឹងកិច្ចការសាមញ្ញតើអ្នកកំពុងនិយាយអំពីរឿងមិនសមហេតុផលអ្វីនេះគឺជាបញ្ហានៃជីវិតមនុស្សប្តីបើមិនដូច្នេះទេអ្នកគួរតែផ្ដល់ឲ្យគាត់ការវិនិច្ឆ័យជាគាត់នឹងមានអរិយាប័ត្រដង្ហើមមានសមិទ្ធផលដ៏អស្ចារ្យតើអ្នកកំពុងបង្កើតគំនិតអាក្រក់បែបណាតើអ្នកអាចធ្ងន់ធ្ងរជាងនេះបន្តិចបានទេខ្ញុំគិតថាវាល្អណាស់តោះធ្វើដូចដែលអ្នកនិយាយវូជីកុំមានការរំខានវូជីកុំរំខានបងស្រីកុំបារម្ភនេះគឺជាភ្នូររបស់ឧត្តមសេនីយ៍ត្រូវតែញ៉ាំវាប៉ុន្តែចុះយ៉ាងណាប្រសិនបើនរណាម្នាក់ស្លាប់អូបងសម្លាញ់ចរិតរបស់ប្តីនាងអ្នកមិនដឹងពីវាទេកុំភ័យខ្លាចខ្លួនឯងញ៉ាំឆាប់ឡើងប្រាប់ខ្ញុំថាអ្នកជានរណាបន្ទាប់មកគាត់នៅស្ងៀមស្ងាត់បើមិនដូច្នេះទេខ្ញុំនឹងនាំអ្នកត្រង់ទៅអាជ្ញាធរមិននិយាយអ្វីទេថាតាត្រូវនិយាយឬអត់អ្នកពិតជាល្ងងតើមានរឿងអ្វីកើតឡើងអ្នកមានគម្រោងស្លាប់នៅផ្ទះរបស់ខ្ញុំដើម្បីបង្ហាញពីគាត់មិនខ្វល់អំពីជីវិតឬការស្លាប់អ្នកឈ្គួតទេអីល្អពិតជារឹងមាំបន្ទាប់មកគ្រាន់តែនៅទីនេះអត់ឃ្លានអ្នកតើវាជាយ៉ាងម៉េចគ្មានវិធីដើម្បីទទួលបានបញ្ជូនគាត់ត្រឡប់មកវិញ
ឥឡូវនេះគាត់ពិតជាអត់ឃ្លានអ្នកនឹងមិនស្ដាប់វិធីសាស្ត្រដែលខ្ញុំនិយាយប្រសិនបើនរណាម្នាក់ពិតជាស្លាប់បន្ទោសខ្ញុំសម្រាប់ការមិនព្រមានអ្នកភ្លេចវាតោះគេងជាមុនសិនថ្ងៃស្អែកតោះមើលថាមានអ្វីកើតឡើងមកពូជីស្ដាប់តើមាននរណាម្នាក់នៅខាងក្រៅទេតើអ្នកបានរវាខុសទេខ្ញុំគ្រាន់តែសំឡេងជើងស្ដាប់តោះយើងទៅម្ដងទៀតទប់ស្កាត់បង្អួចទាំងអស់ផងដែរមិនថាសំឡេងអ្វីដែលអ្នកមនុស្សគ្រប់គ្នាបើកទ្វាររបស់ពួកគេប្តីរបស់ខ្ញុំត្រូវប្រុងប្រយ័ត្នតើអ្នកណារកឃើញវាពីដាច់ដើមវាហាក់ដូចជាមិនដូចវាគាត់បានដេញតាមនៅទីនោះលើកនេះអ្នកមិនអាចគេចផុតបានទេដូច្នេះវាជាអ្នកទទួលបានវានៅលើកំចាត់គាត់បញ្ឈប់តោះយើងមកវាខ្ញុំពូជីវូជីវាជាការល្អវាជាខ្ញុំអ្នកមែនទេចុះមនុស្សទាំងនោះវិញមនុស្សគ្រប់គ្នាត្រូវតែរត់គេចខ្លួនពួកគេទាំងអស់បានបាត់ទៅហើយតើមានរឿងអ្វីកើតឡើងការបរបាញ់ពួកគេបានវាយប្រហារទៅលើសម្បុកចោលរួចទៅហើយមនុស្សទាំងនោះពួកគេទាំងអស់ជាចោរប្លន់ដែលបានសម្លាប់ខ្ញុំបានសម្លាប់បងប្អូនប្រុសរបស់ពួកគេច្រើនជាមួយសិបនាក់មួយពេលនោះនឹងជារឿងធម្មតាពួកគេនៅទីនេះដើម្បីសងសឹកលើអ្នកអូព្រះជួយដកដង្ហើមហើយដូច្នេះនៅលើមានភាពទន់ភ្លន់យូបងស្រីក្មេងហេតុអ្វីបានជាអ្នកយំខ្ញុំគ្រាន់តែមានជីវិតនឹងល្អមើលអ្វីដែលពួកគេបានខ្លាចជាឥឡូវនេះអូខ្ញុំត្រូវតែផ្ដល់ឲ្យវាទាំងអស់របស់ខ្ញុំបងស្រីវាជាការល្អដែលបំណែកទាំងអស់នៅលើប្តីរបស់ខ្ញុំនៅតែបងសម្លាញ់អ្នកក្មេងតូចគ្រាន់តែបញ្ចេញរឿងមិនសមហេតុផលគឺខុសខើមិនចាំបាច់សម្រាប់ខ្ញុំគិតថាប្តីរបស់ខ្ញុំពិតជាអស្ចារ្យណាស់លើកទឹកចិត្តគាត់ម្ដងទៀតគាត់ពិតជាគិតថាគាត់មិនអាចឈ្នះបានតើអ្នកអាចជួយខ្ញុំសម្រាប់នរណាម្នាក់បានទេខ្ញុំសុខចិត្តធ្វើការដូចជាសត្វនៃបន្ទុកសម្រាប់អ្នកហើយសម្រាប់ចំនួនពួកគេគឺជាទីសកលអ្វីខ្ញុំគូអ្នកថែមទាំងលាក់ឈ្មោះរបស់អ្នកស៊ូហុងឌូដូច្នេះអ្នកមិនបានបិទសម្លេងបន្ទាប់ពីជាមនុស្សល្អបងប្អូនស្រីទាំងពីរផងដែរខ្ញុំមិនចង់អូសអ្នកចូលទៅក្នុងរឿងនេះទេថាម៉េចត្រូវច្បាស់លាស់ចៅដែលអ្នកបានសម្លាប់ថ្ងៃនេះវានៅជិតផ្ទះរបស់ខ្ញុំអ្នកមានការខឹងសម្បារប្រឆាំងនឹងពួកគេមេដឹកនាំចៅនោះមានភ្នែកលើខ្ញុំដូច្នេះខ្ញុំបានលាក់ខ្លួននៅក្នុងភ្នំប៉ុន្តែអ្នកដែលឆាតឆាយទាំងនោះគាត់បានចាប់ខ្លួនខ្ញុំជាទីសកលរត់គេចខ្លួននៅពេលនោះចៅប្លន់កំពុងមានលុយទេចាប់ផ្ដើមពី 100000 តោនដូច្នេះតើវាខ្លាំងប៉ុណ្ណាស្ដាប់ឪពុករបស់ខ្ញុំវាហាក់ដូចជា Gentry យោធាព្រំដែនថ្នាក់វិជ្ជាជីវៈហោះបំភ្លេចវាទៅអ្នកគួរតែត្រឡប់ទៅខាងក្នុងវិញហើយមិនគិតពីស្ថានភាពសណ្ដែកក្រហមរស់នៅបានល្អប្រហែលជាមានវិធីមួយទៀតខ្ញុំដឹងថាអ្វីមានល្បឿនលឿនបន្តិចយប់នេះខ្ញុំឃើញអ្នកពិតជាក្លាហានណាស់នោះហើយជាពេលដែលគំនិតនេះបានមកដល់ខ្ញុំបន្ទាប់មកវាពិតជាក្លាហានប៉ុន្តែអ្នកនៅតែត្រូវអនុញ្ញាតឲ្យខ្ញុំគិតលើវាសណ្ដែកក្រហមអ្នកបានមកនៅពេលវេលាត្រឹមត្រូវខ្ញុំទើបតែបានអ្វីដែលខកចិត្តតើមានរឿងអ្វីកើតឡើងប្រាប់ខ្ញុំអំពីវាកាលពីម្សិលមិញឆៃនីបានផ្ដល់ឲ្យខ្ញុំក្មេងស្រីម្នាក់អ្វីនាងគឺជាស្ត្រីដែលកំណត់គោលដៅដោយចោលប្លន់នៃភ្នំ Sheleng អ្នកនិយាយត្រូវហើយ Fish Blind នឹងក្រុមរបស់គាត់តើមានរឿងអ្វីកើតឡើងនាងបានប្រាប់ខ្ញុំគាត់បាននិយាយថាចោលភ្នំមានប្រាក់ 100000 ថែវសួរថាតើខ្ញុំចង់ធ្វើការងារដែរឬទេប្រាក់ 100000 តោនដូច្នេះវាប្រែចេញ Fish Blind គឺមានទ្រព្យសម្បត្តិនេះដូច្នេះអ្នកមានភាពជាដៃគូជាមួយគ្រួសារ Chen របស់យើងខ្ញុំបានគិតវាលើស្វែងរកមនុស្សខ្លះតោះទៅរកសម្បត្តិធំជាងនេះប៉ុន្តែអ្នកត្រូវចំណាយប្រាក់ពី3 Tails លើខ្ញុំជាមុនសិនហេតុអ្វីអ្នកគឺជាចោរប្លន់ឬអ្នកជាចោរប្លន់គ្រាន់តែដោយសារតែអ្នកជា Legend ខ្ញុំបានការពារភូមិនេះខ្ញុំបានចំណាយពេលជាច្រើនធ្នូនឹងមិនអីទេបញ្ឈប់ឥឡូវនេះខ្ញុំគិតថាខ្ញុំមិនអាចឈ្នះអ្នកបានទេបាត់អរគុណមនុស្សគ្រប់គ្នារៀបចំម្ប៉ីព្រួញសម្រាប់ខ្ញុំចំណងជើងប្រធានចាំមួយភ្លេតខ្ញុំក៏ចង់ចរចាកិច្ចព្រមព្រៀងអាជីវកម្មជាមួយអ្នកផងដែរ
ខ្ញុំចង់សាងសង់វាទាំងអស់ក្នុងពេលតែមួយអូនិយាយអញ្ចឹងអ្នកស្ថិតនៅលើកំពូលនេះបុកត្រចៀកពីរដែលអាចលើកបានរឿងប្រភេទនេះខ្ញុំមិនបានធ្វើវាពីមុនមកគ្រាន់តែព្យួរសន្លឹកដែកដោយផ្ទាល់បានបញ្ចប់ប៉ុន្តែកំហុសរបស់អ្នកប្រៀបធៀបទៅនឹងពូថៅបញ្ហាតិចបញ្ហាច្រើនពិតប្រាកដណាស់នេះជាកំហុសរបស់ខ្ញុំវាងាយស្រួលជាងពូថៅចុះរឿងនេះវិញនេះជាកំហុសរបស់អ្នកខ្ញុំនឹងមិនយកលុយបន្ថែមទៀតទេពីនេះទៅទៀតលក់មួយខាំខ្ញុំនឹងផ្ដល់ឲ្យអ្នក30%ចុះវាវិញខ្ញុំសុខសប្បាយប៉ុន្តែអំពីការលក់សក្តានុពលខ្ញុំមានការផ្ដល់យោបល់បោះតាមដងផ្លូវតើយើងជាជាងដែកបោះតាមដងផ្លូវនេះគឺជាអ្វីដែលពួកគេហៅថាការបោះសម្អាតតាមដងផ្លូវវាមានន័យថាទៅផ្ទះទៅទ្វារបញ្ចុះបញ្ចូលដើម្បីជំនួសអាចាស់ជាមួយអាថ្មីសម្ភារៈនៃពូថៅវាអាចធ្វើឲ្យសក្តានុពលពីរតើខ្ញុំអាចធ្វើប្រតិបត្តិការសាមញ្ញបែបនេះដោយតែអាចរកប្រាក់ចំណេញទាំងមូលអ្នកអ្វីដែលជាសិក្ខាកម្មពិតប្រាកដល្អទៅមុខហើយសាងសង់វាខ្ញុំនឹងត្រឡប់ទៅរកអ្នកជំនួយមួយចំនួននិយាយអញ្ចឹងមកអ្នកមិនចាំបាច់បារម្ភទៀតទេសក្តានុពលនេះពិតជាល្អណាស់ចុះវាវិញសក្តានុពលរួចរាល់ហើយមែនទេតោះក្រឡេកមើលតើរឿងនោះយ៉ាងម៉េចវិញល្អណាស់នេះគឺជាសក្តានុពលដែលខ្ញុំចង់បានយល់យ៉ាងណាចំពោះសក្តានុពលនេះតើវាប្រៀបធៀបទៅនឹងពូថៅយ៉ាងដូចម្តេចខ្ញុំមិនទាន់បានព្យាយាមវានៅឡើយទេនេះជាការងាយស្រួលក្នុងការដោះស្រាយជាងពូថៅខ្ញុំឃើញខ្ញុំមកយល់ថ្ងៃនេះខ្ញុំកំពុងចម្អិនម្ហូបពីរដោយខ្លួនឯងយើងនឹងធ្វើវាដោយខ្លួនឯងតោះសាកល្បងភាពត្រឹមត្រូវរបស់វាជាមុនសិនសំហេតុផលមកប៉ាទៅកាត់សាច់ខ្លះទិញបន្លែបន្ថែមទៀតយកហើយពូសប៉ាអ្នកធ្វើម្ហូបនេះសាច់ជ្រូកនេះមែនទេជំនួសរវាងខ្លាញ់និងខ្លាញ់កាត់ជាគូបតូចថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកពីរបៀបធ្វើសាច់ជ្រូកដងផូបន្ថែមទឹកទៅក្នុងសក្តានុពលដាក់សាច់ចូលបន្ទាប់មកបន្ថែមស្ករលៀនខ្ញីនិងស្រាពូឆេនអ្វីដែលត្រូវធ្វើបន្ទាប់តើអ្វីហ៊ានពូអ្នកនិងខ្ញុំស្មើគ្នានឹងទំនាក់ទំនងគាត់បានហៅអ្នកពូគ្មានបញ្ហាមិនអីទេដំបូងយកសាច់ចេញហើយដាក់វាទុកបន្ទាប់មកបន្ថែមប្រេងទៅក្នុងខ្ទះបន្ទាប់មកដាក់សាច់ចូលចៀននៅលើកម្ដៅខ្ពស់វាមានក្លិនល្អណាស់រូបមុនធ្វើនៅផ្ទះអ្នករាល់គ្នាសាកល្បងវាពូសងអ្នកសាកល្បងវាជាលើកតែក្លិននេះគឺគ្រប់គ្រាន់សម្រាប់ខ្ញុំវាជាទុកដែលមិនអាចទ្រាំបានមិនសមហេតុផលនេះគឺជាសាច់ជាការពិតណាស់វាមានក្លិនល្អតើវាមានរសជាតិយ៉ាងដូចម្តេចឆ្ងាញ់ក្លិនក្រអូបធម្មតាក្លិននេះតើអ្នកបានបង្កើតវាដោយរបៀបណាយកសក្តានុពលឡើងពួកគេត្រូវបានលក់នៅលើផ្លូវខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាមពលនៃផ្ទះរបស់ខ្ញុំទុកបញ្ហានេះឲ្យឪពុកគាត់ទើបតែបានរៀនវាមូលដ្ឋានគ្រឹះរឹងមាំល្អប៉ុន្តែខ្ញុំមិនឃើញបងប្រុសរបស់ខ្ញុំទេថ្ងៃនេះសូមឲ្យក្មេងនេះទៅខ្ញុំនឹងគោរពអ្នកនឹងក្លាយជាសិស្សរបស់អ្នកជំនាញរបស់អ្នកវាធំណាស់អរគុណខ្ញុំនឹងដោះស្រាយវាខ្ញុំនឹងដោះស្រាយវារបស់ខ្ញុំជាមេរបស់ខ្ញុំចាប់ពីពេលនេះទៅខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅសងហេតុអ្វីបានជាធ្វើឲ្យវាធំដូច្នេះចាប់ពីពេលនេះទៅខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅសងហេតុអ្វីបានជាធ្វើឲ្យវាធំដូច្នេះឈួតចំគង់ចុះសម្រាប់ខ្ញុំតើអ្វីជាចំណុចនៃការនិយាយបែបនេះតើវាមិនអាម៉ាស់ទេខ្ញុំមិនចាំបាច់រងចាំទេពូងមកក្បាលយល់ព្រមប្រសិនបើអ្នកបានរៀនសិប្បកម្មតើអ្នកកំពុងរងចាំអ្វីកំហឹងរបស់បុរសនេះកាន់តែខ្ញុំគិតអំពីវាខ្ញុំកាន់តែខឹងមិនអីទេខ្ញុំសុខចិត្តផ្ដល់ឲ្យអ្នកសងឈូមិនអីទេក្រោកឡើងល្អខ្ញុំយល់ព្រមមកកាន់សក្តានុពលមកបោះផ្លូវជាមួយខ្ញុំពូជីហេតុអ្វីបានជាអ្នកមីញឹកជាមួយរដូវកាលត្រូវការមនុស្ស2-3នាក់តើវាសម្រាប់អ្វីលក់សក្តានុពលសម្រាប់រាល់សក្តានុពលដែលបានលក់50វ៉ែនត្រូវបានលក់នេះគឺជាការផ្លាស់ប្ដូរផ្នែកគំនិតមួយទៅហើយសុំលុយច្រើនណាស់កុំបងការខាត់បងណាមួយឡើយគ្រាន់តែមើលតោះទៅមនុស្សម្នាក់ដុត2ពងមកជាមួយខ្ញុំហើយទៅបោះតាមដងផ្លូវបោះតាមដងផ្លូវតើមានមន្ត្រីគិតយកប្រមាណហាងរបស់អ្នកនៅទីនេះល្អតើអ្វីនាំអ្នកមកទីនេះលោកម្ចាស់ហាងខ្ញុំមានករណីនៅទីនេះអំពីអាជីវកម្មផ្ទះបាយខ្ញុំកំពុងរវល់ឥឡូវនេះគ្មានពេលហើយចាំបន្តិចហេតុអ្វីបានជាអ្នកមិនសាកល្បងវាជាមុនប្រាសក្តានុពលរបស់ខ្ញុំតោះនិយាយអំពីសាច់ជ្រូកដងផូដែលយើងធ្វើតើវាមានរសជាតិយ៉ាងដូចម្តេចបងប្រុសថេដូចជាមានពេលទំនេរតើអ្នកអាចពិភាក្សារឿងនេះលម្អិតបានទេហើយការបដិសេធវានឹងមិនគោរពបងប្រុសថេ
ឆាប់ឡើងឆាប់ឡើងវាជាកំហុសរបស់ខ្ញុំតើវាថ្លៃប៉ុន្មានប្រាក់1តោនប៉ុន្តែខ្ញុំឃើញសក្តានុពលនឹងពូថៅនេះมันមានភាពខុសគ្នាច្រើនទេខ្ញុំអាចបង្ហាញវាឲ្យអ្នកផ្ទាល់ឥឡូវនេះអ្នកនឹងឃើញថាសក្តានុពលនេះឆ្លាតប៉ុណ្ណាល្អបន្ទាប់មកខ្ញុំនឹងរៀបចំវាខ្ញុំបាននិយាយថាស្ដាប់នៅសល់បោះបង់ចង្ក្រានខ្ញុំចង់សាកល្បងចានហតផតរបស់ពួកគេតើមានអ្នកបម្រើណាមួយដែលគ្មានអ្វីត្រូវធ្វើទេមកយកចានទាំងពីរនេះទៅឆ្ងាយខ្ញុំនឹងធ្វើវាខ្ញុំនឹងធ្វើវាតើមុខម្ហូបទាំងពីរនេះមានឈ្មោះអ្វីអ្នកចូលចិត្តចៀនសាច់ជ្រូកឆ្អិន2ដងតោះយើងទៅបងប្រុសតូចឆាប់ឡើងឆាប់ឡើងអ្នកគឺជាអ្នកដែលត្រូវបន្ទោសខ្ញុំបានទិញវា10មាត់ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយអ្នកត្រូវតែប្រើសិប្បកម្មរបស់អ្នកទុកឲ្យចុងភៅនៅក្នុងផ្ទះបាយរបស់យើងនេះគឺជាសិប្បកម្មគ្រួសារដែលបានឆ្លងកាត់តាមរយៈគ្រួសារវាមិនអាចទៅរួចទេដើម្បីយកទូកពន្លឺចង់ទិញសក្តានុពលនិងទទួលបានរូបមន្តសុបិននៅលើខ្ញុំបានទិញពួកគេទាំងអស់ម្ហូបមួយប្រាក់10ដងតោះនាំគ្នាធ្វើរូបមន្តតែមួយមានតម្លៃ30 taels ខ្ញុំគ្រាន់តែនិយាយថានេះគឺជាសិប្បកម្មមរតករបស់គ្រួសារខ្ញុំវាគឺល្អដូចជាការបែកបាក់វគ្គសិក្សា6ខ្ញុំចង់បានវាទាំងអស់150តាលមិនអីទេហេម្ចាស់ហាងមានភ្ញៀវកិត្តិយសនៅក្នុងខ្ញុំបានស្នើសុំជាពិសេសដើម្បីសាកល្បងសាច់គោលឿងចៀនរបស់អ្នកបងប្អូនសាច់គោពណ៌លឿងចៀននេះតើអ្នកនោះជាការគិតថ្លៃបន្ថែមយ៉ាងហោចណាស់បន្ថែម50តាលបន្ថែមទៀតយ៉ាងហោចណាស់បន្ថែម50តាលបន្ថែមទៀតវាគឺជា50 taels ល្អខ្ញុំនឹងបន្ថែមទៀតសម្រាប់អ្នក50តាលយល់ហើយប្រមូលលុយហេអ្នកនិយាយតើយើងនៅទីនេះម្ដងទៀតលក់សក្តានុពលត្រូវបានលក់វាត្រូវបានលក់តើចំណងអាហារនៃណាបន្ទាប់មកអ្នកតើអ្នកបានរៀនអ្វីខ្លះខ្ញុំទើបតែរៀន eggplant customs ខ្ញុំមិនអាចធ្វើអ្វីផ្សេងទៀតបានទេមើលអ្នកគ្រាន់តែជាមនុស្សល្ងងអ្នកគួរតែរៀនពីបងប្រុសរបស់អ្នកវិញវិញ្ញាណមិនខ្មាស់អៀនរបស់គាត់តើអ្នកកំពុងនិយាយអំពីអ្វីកុំចម្លងល្បិចធម្មតារបស់ខ្ញុំអ្នកនឹងមិនរៀនទេយល់ហើយវូជីហ្គេហើយនរណាម្នាក់មិនខ្មាស់អៀនយូវូជីនោះច្រើនពេកនេះជាការប្រសើរជាងរបស់យើងខ្លាចជាចោរប្លន់ហើយនៅតែរកលុយបាននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះល្អឈប់រវល់ទៅបោះផ្លូវសម្រាប់ខ្ញុំតោះទៅបោះសម្អាតតាមដងផ្លូវសូមមើលអ្នករាល់គ្នាសូមមើលសក្តានុពលនេះវាមានក្លិនក្រអូបនៅពេលចៀនហើយវាមិនជាប់នឹងសក្តានុពលមែនទេណែនាំដោយតុលាការនឹងបានបង្កើតការប្រឡងអធិរាជនរណាម្នាក់ត្រូវបានស្វាគមន៍បេសកជនទីតាំងពិតនៅកណ្ដាលកំពូលតើ top center true position មានន័យដូចអ្នកនឹងមិនយល់រឿងនេះទោះបីជាខ្ញុំបាននិយាយថាសក្តានុពលនេះជាសក្តានុពលមួយដែលមានសារធាតុចានបានមកដល់បរោះហុំអ្នករាល់គ្នាផ្ដល់ឲ្យវាសាកល្បងមួយវាមានក្លិនល្អណាស់ខ្ញុំមិនដែលញ៉ាំវាពីមុនមកទេខ្ញុំចង់មានជំនាញនេះប្តីរបស់ខ្ញុំមិនត្រូវស្លាប់នៅខៃដែរដូចពាក្យនិយាយថាចាប់ពស់បរោះមានតែបន្ទាប់មកអ្នកអាចឈ្នះបេះដូងរបស់បរោះត្រឹមត្រូវហើយខ្ញុំចង់បាន2ខាំខ្ញុំក៏ចង់បានមួយដែរវាជាការចែករំលែករបស់ពួកគេបានមកដល់ខ្ញុំចង់បាន2ខាំផងដែរឲ្យវាមកខ្ញុំអ្នកពិតជាទេពកោសល្យពិតប្រាកដមានមនុស្សស្រុក24នាក់50ក្នុងមួយខាំអ្នកល្អប្រសើរជាងកាត់វាចេញសម្រាប់ប្រុសរបស់ខ្ញុំតើអ្នកនៅទីណាទីអ្វីតើសក្តានុពលនៃណាមានមនុស្សច្រើនជាង60នាក់នៅក្នុងការបានលក់អស់ទាំងអស់នៅរុស្ស៊ីយ៉ាវចាស់ទេយើងបានលក់តែ64បំណែកប៉ុណ្ណោះអ្នកទទួលបានតែ64មាត់តើអ្នកបាននិយាយអ្វីហើយឥឡូវនេះគាត់នៅតែជំពាក់គាត់100មាត់តើជំពាក់ប៉ុន្មានថ្ងៃនេះយើងបានលក់សរុបនៃពួកគេ164មាត់កុំភ័យស្លន់ស្លោប្រសិនបើអ្នកពិតជាមិនអាចខ្ញុំបានប្រាប់អ្នករាល់គ្នាមិនឲ្យលក់សម្រាប់ឲ្យអ្នកដកដង្ហើមរបស់អ្នកអ្វីដែលមិនមានខ្ញុំគ្រាន់តែរំភើបពេកខ្ញុំពិតជាសប្បាយរីករាយណាស់ដូចនេះកុំបារម្ភជាង100នាក់ត្រូវបានជំរាបថាវាអស់កម្លាំងប៉ុណ្ណាទេខ្ញុំនឹងផ្ដល់ឲ្យវាទាំងអស់សម្រាប់បានវាសម្រាប់អ្នកនៅថ្ងៃក្រោយថ្ងៃស្អែកប៉ុន្តែកុំប្រញាប់ប្រញាល់វាយើងនៅតែមាន5ថ្ងៃឈ្គូតូចប្រសិនបើអ្នកមិនអាចសម្រាប់ខ្ញុំបានបន្ទាប់មកចេញទាំងអស់ឆាប់ឡើងលុយត្រូវបានបែងចែកដល់ពេលចែកលុយហាឆាប់ឡើងបែងចែកលុយគ្មានលុយថ្ងៃនេះអ្នកបានលក់21សក្តានុពលគ្នាសម្រាប់260វ៉ាន់យកលុយគ្រាន់តែការជែកពី3ដងអាចរកបានរាប់សិប taels សួស្ដីបងស្រីវូកុំភ្លេចហៅខ្ញុំនៅព្រឹកថ្ងៃស្អែកខ្ញុំសូមប្រាប់អ្នកអាចមកប៉ុន្តែកុំដំឡើងតម្លៃដោយខ្លួនឯងអ្នកកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកឥឡូវកុំបារម្ភខ្ញុំនឹងនិយាយថាខ្ញុំជាមិនមែនជាឈ្មោះអាជីវកម្មទេបរិសុទ្ធឪពុកម្ដាយខ្ញុំត្រឡប់មកវិញហើយតើអ្នកធ្វើថ្ងៃនេះយ៉ាងដូចម្ដេចខ្ញុំសង្ឃឹមថាអ្នកមិនបានធ្វើឲ្យបងប្រុសហួខឹងប៉ារកមើលតើអ្នកលួចលុយណែណាក្មេងមិនបានលួច
វាជាប្រាក់ឈ្នួលវាត្រូវបានផ្ដល់ដោយបងប្រុសវូប្រាក់ឈ្នួលតើអ្នកគិតថាខ្ញុំនឹងងទេការលក់សក្តានុពលអាចរកប្រាក់បានច្រើននេះតើអ្នកបានហែកលុយរបស់ពួកគេទេវាពិតជាបងប្រុសវូដែលបានផ្ដល់វាឲ្យខ្ញុំដើម្បីជួយបងប្រុសវូពីការលក់សក្តានុពលអ្នកនៅតែហ៊ានកុហកប៉ុន្តែប្រសិនបើខ្ញុំមិនវាអ្នកឲ្យស្លាប់នៅថ្ងៃនេះតើរោគនេះឈួតម្ដងទៀតបញ្ឈប់ក្មេងនេះកំពុងលួចលុយអនុញ្ញាតឲ្យកុមារពន្យល់ជាមុនអ្នកនិយាយប៉ាម៉ាក់មុនពេលអ្នកសម្លាប់ខ្ញុំប្រហែលជាយើងគួរតែទៅសួរបងប្រុសវូជាមុនសិនមិនអីទេតោះយើងទៅសួរបងប្រុសវូយេបងស្រីវូក្មេងប្រុសតូចនេះបាននិយាយថាថ្ងៃនេះអ្នកបានបង់ប្រាក់ឈ្នួលឲ្យគាត់បាទវាត្រូវបានផ្ដល់ឲ្យរបៀបគាត់មិនបាននាំយកប្រាក់ត្រឡប់មកវិញទេគាត់បាននាំវាមកវិញវាគ្រាន់តែជាបន្តិចច្រើន 2.61 លាននាក់មិនច្រើនទេនៅពេលដែលវាទុំ you can earn more តើនេះអាចទៅជាយ៉ាងដូចម្ដេច 2.61 លាននាក់មានច្រើនពេកប្រសិនបើអ្នកមានឆន្ទៈក្នុងការផ្ដល់ឲ្យកាន់តែច្រើនវាគឺជាភាពសុក្រតែច្រើនពេកឈិនខនលក់បានច្រើនជាង20កំប៉ុងនៅថ្ងៃនេះដូច្នេះចុះតម្លៃធម្មជាតិវិញប្រសិនបើអ្នកមិនអាចលក់សក្តានុពលតែមួយនៅថ្ងៃស្អែកនោះមានន័យថាអ្នកនឹងមិនមានកាក់តែមួយអូត្រឹមត្រូវគ្មានអាហារតោះញ៉ាំជាមួយគ្នានៅពេលក្រោយគ្មានអាហារគ្មានការបរិភោគយើងនឹងត្រឡប់ទៅញ៉ាំដោយខ្លួនឯងសូមអរគុណបងប្រុសវូចាប់ពីពេលនេះទៅ you can ignore what your father says អ្នកត្រូវតែស្ដាប់អ្វីដែលបងប្រុសវូនិយាយវូជីសូមទោសដែលធ្វើឲ្យខ្លួនឯងល្ងងឪពុកម្ដាយរបស់ខ្ញុំបានបែបនេះតាំងពីខ្ញុំនៅតូចអ្នកកំពុងនិយាយអំពីអ្វីបន្ទាប់ពីការងារតែមួយថ្ងៃអ្នកកំពុងត្អូញត្អែអំពីឪពុកម្ដាយរបស់យើងរួចទៅហើយក្មេងប្រុសនោះរហ័សបងប្រុសវូសូមចេញទៅក្រៅជាមុនសិនរងចាំខ្ញុំវូជីតើអ្នកណាមកគ្រួសាររបស់ពូ11ពួកគេបាននិយាយថាប្រាក់ឈ្នួលរបស់ជេនខនខ្ពស់ពេកប្រាក់ខែខ្ពស់នៅតែអាចបង្កបញ្ហាទោះយ៉ាងណាក៏ដោយការលក់សក្តានុពលគឺជាប្រភពដ៏ល្អនៃប្រាក់ចំណូលបើវាអាចត្រូវបានថែទាំអ្នកមិនគួរចូលទៅក្នុងភ្នំនោះនឹងមិនធ្វើសុទ្ធទាំងនេះមិនអាចដាក់ក្នុងកន្ត្រកតែមួយបានទេអ្នកមិនអាចបាត់បង់ជំនាញបរបាញ់របស់អ្នកបានទេសង្កត់ធ្ងន់ពីសារៈសំខាន់នៃបញ្ហានេះនៅតែអប់ខ្ញុំនឹងទៅលេបថ្នាំដល់អ្នកអ្នកមើលទៅដូចនេះតើខ្ញុំគួរតែអនុវត្តថ្នាំដោយរបៀបណាគ្មានការពន្យាពេលគ្មានការពន្យាពេលកុំធ្វើសកម្មភាពដោយមិនប្រុងប្រយ័ត្នបងស្រីក្មេងខ្ញុំបានធ្វើជាព្រះសង្ឃអស់រយៈពេលជាច្រើនថ្ងៃមកហើយការទទួលបានតម្លៃថោកបន្តិចគឺមិនច្រើនពេកទេពេលល្ងាចចុះយប់នេះវិញអ្នកបាននិយាយវាដោយខ្លួនឯងខ្ញុំពិតជាទទួលខុសត្រូវធ្ងន់ធ្ងរហេតុអ្វីបានជាខ្ញុំកុហកអ្នកតិចចុះយ៉ាងឆាប់រហ័សឥឡូវនេះតើអ្នកពេញចិត្តទេពេញចិត្តខ្លាំងណាស់ខ្ញុំពេញចិត្តណាស់ខ្ញុំគិតថាបងស្រីថ្ងៃនេះវាត្រូវបានលាងសម្អាតស្អាតខ្ញុំថែមទាំងបានលាងសម្អាតមុខរបស់ខ្ញុំជាច្រើនដងចុះស្ត្រីវ័យក្មេងវិញខ្ញុំបានលាងវាផងដែរញ៉ាំអ្នកមិនមានក្លិនដូចអ្នកទេស្រស់ស្រាយណាស់នៅតែមិនដេកតើអ្នកខ្សឹបអំពីអ្វីខ្ញុំក៏នឹងក្លិនបងស្រីក្មេងរបស់អ្នកផងដែរកុំគ្មានការរឹតបន្តឹងសត្រូវជួបគ្នានៅលើផ្លូវតូចចង្អៀតកញ្ញាខេនប្រសិនបើមានអ្វីកើតឡើងចំពោះបំណែកនៃភស្តុតាងទាំងនោះវានឹងត្រូវបានបញ្ជូនទៅការិយាល័យខនធីភ្លាមតើមានអ្វីកើតឡើងប្រសិនបើខ្ញុំមិនជឿវាជឿអត់ទោះយ៉ាងណា I'm barefoot and not fear wear shoes អ្វីដែលជាអ្នកប្រមាញ់តូចគួរឲ្យខ្លាចខូចថាកែសាច់ស្នាមញឹមចាស់ពិតជាមានការបង្ហូរឈាមប៉ុន្តែខ្ញុំក៏មិនចង់ទទួលយកវាផងដែរតើអ្នកគិតថាយើងគួរធ្វើអ្វីអូរបស់ខ្ញុំកញ្ញាខេនដូច្នេះតើអ្នកគិតថាយើងគួរធ្វើអ្វីខ្ញុំបានឮអំពីវាអ្នកបានកាត់លាវកងស្ជាង10លោកលេខោមកជាមួយខ្ញុំកុំនិយាយរឿងបែបនេះខ្ញុំមិនដឹងអ្វីទាំងអស់ខ្ញុំគ្រាន់តែថាលាវខោនឹងមកវ៉ាវនឹងបានប្រើអំណាចសម្រាប់ផលប្រយោជន៍តខ្លួនដើម្បីយកខ្ញុំទៅថាតើគាត់អាចត្រឡប់មកវិញគឺមិនច្បាស់លាស់យកវាទៅឆ្ងាយលោកវានឹងមិនសមរម្យក្នុងការបង្ហាញអត្តសញ្ញាណរបស់គាត់ឥឡូវនេះតើខ្ញុំជាមនុស្សពេញវ័យឬអ្នកចង់ឲ្យខ្ញុំស្ដាប់អ្នកក្រោមអាវុធរបស់អ្នកស្ដាប់តាមបញ្ជារបស់អ្នកបងប្អូនសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកតោះទៅឥឡូវនេះវាពិតជាករណីនៃការអន្តរាគមន៍របស់មនុស្សខ្ញុំគ្រាន់តែជាត្រីសម្រាប់សាច់ហេសម្រាប់ឬផ្លេគាត់ផ្ដល់ឲ្យខ្ញុំចម្លើយត្រង់ខ្ញុំឃ្លានខ្ញុំចង់ញ៉ាំមិនសមហេតុផលថ្ងៃនេះវាជាប្រាក់លំបាក
តើអ្នកកំពុងធ្វើអ្វីតើអ្នកមិនបាននិយាយទេខ្ញុំត្រូវបានតាក់ទាញទៅអ្នកនៅមើលឃើញដំបូងនៅតែខ្លាំងចំពោះអ្នកពិតប្រាកដណាស់ខ្ញុំនៅទីនេះដើម្បីបំពេញចិត្តអ្នកអ្នកប្រមាញ់តូចនៅខាងក្នុងស្រែកតើអ្នកមានការចាប់អារម្មណ៍អ្វីខ្លះទៅចំហៀងតើខ្ញុំដឹងដោយរបៀបណាតើអ្នកនិយាយទេទៅធ្វើឲ្យគាត់មានអ្វីដែលត្រូវញ៉ាំកុំឲ្យគាត់ឃ្លានគ្រាន់តែមានបន្តិចបាទតើអ្នកចង់បានអ្វីទៀតតើអ្នកមិនឃ្លានទេអនុញ្ញាតឲ្យខ្ញុំធ្វើឲ្យអ្នកអ្វីមួយដើម្បីញ៉ាំខ្ញុំមិនឃ្លានទេអ្នកអាចចាក់ចេញកុំសម្លាប់ខ្ញុំទៀតសម្លាប់អ្នកគាត់មានអារម្មណ៍ពេញចិត្តឃើញអ្នករងទុក្ខកុំសប្បាយចិត្តឆាប់ពេកអ្នកមិនអាចគេចផុតបានទេខ្ញុំនឹងទៅនោះហើយជាអ្វីដែលខ្ញុំមានន័យត្រឡប់មកវិញ7ថ្ងៃក្រោយមកទីនេះដើម្បីមើលខ្ញុំប្រសិនបើអ្នកមិនហ៊ានមកខ្ញុំនឹងអនុញ្ញាតឲ្យអ្នកដឹងតើការប្រន្ទាទោសពិតប្រាកដមានន័យដូចម្តេចក្នុងនាមជាប្រជាជនរបស់ខ្ញុំនេះជាដំបូន្មានមួយសម្រាប់អ្នកនៅទីនេះអ្វីមិនមានសន្តិភាពនាពេលថ្មីនេះចោលភ្នំបានកើតឡើងក្នុងការបះបោរចោលប្លន់ភ្នំវានឹងមិនមែនជាការមួយដែលហងដាវបានលើកឡើងប៉ុន្តែនាមត្រកូលរបស់គាត់នៅលើភ្នំ Shelling អ្នកស្គាល់ខ្ញុំអាចជួយអ្នកបានខ្ញុំបានខ្ចីវាត្រឡប់មកវិញប្តីដើម្បីមានបងស្រីក្មេងនិងវត្តមានដ៏មានឥទ្ធិពលវាពិតជាសុភមង្គលប៉ុន្តែចាប់តាំងពីខ្ញុំបានធ្វើបាបចោលប្លន់នៃភ្នំ Shelling យើងត្រូវតែផ្ទួចផ្ដើមគាត់បានដោះស្រាយជាមួយក្រុមចោរនៅភ្នំ Shelling ពូជីកមានបញ្ហាអ្វីខ្ញុំនឹងទៅភ្នំ Sandwolf អ្នកនឹងទៅភ្នំ Sandwolf វាមានគ្រោះថ្នាក់ណាស់នោះហើយជាកន្លែងចោរប្លន់មិនអីទេខ្ញុំនឹងមនុស្សញញ៉ៃនឹងដាវរបស់ខ្ញុំអ្នកទាំងអស់គ្នាដឹងថាបន្ទាប់មកខ្ញុំនឹងទៅជាមួយអ្នកមិនត្រូវការខ្ញុំបានអំពាវនាវឲ្យមានជំនួយដើម្បីចូលរួមជាមួយយើងអ្នកបន្ទាប់ពីត្រឡប់មកវិញយើងនឹងក្លាយជាអង្គជំនុំជម្រះបាននិយាយវាដោយខ្លួនឯងប៉ាត់សូមប្រុងប្រយ័ត្នយើងកំពុងរងចាំអ្នកត្រឡប់មកវិញខ្ញុំបាននាំអ្នកមនុស្សនោះទាំងពីរនេះវាជាជំនួយដែលអ្នកបានរកឃើញវាទាំងអស់ដោយសារតែខ្ញុំកំពុងសិក្សានឹងស្ថានភាពជំវិញបន្ទាប់មកតោះទៅមនុស្សទាំង3នេះហេតុអ្វីបានជាវាមានអារម្មណ៍បែបនេះគ្រាន់តែធ្វើតាមដូចមន្ត្រីលោកហ៊ួងចេងលោកហ៊ួងចេងកុំប្រាប់នរណាម្នាក់ពិតណាស់សូមមើលបងប្អូនយើងមានការផ្ទុះនៅថ្ងៃនេះធំធ្វើតាមថៅកែមានស្រានឹងសាច់តើអ្នកណាចង់នាំមកខ្ញុំពិតប្រាកដនិយាយអញ្ចឹងតោះឆ្លងកាត់2 3ថ្ងៃចុះពីភ្នំហើយប្លន់ស្ត្រី2 3នាក់អ្នករាល់គ្នាវាជាវេនរបស់ខ្ញុំវាគឺជាប្រធាននៃផ្ទះយើងបានបាត់បង់បងប្អូនមួយចំនួនគួរឲ្យកត់សម្គាល់វាបានទេប្រសិនបើអ្នកមិនគ្មានប្រយោជន៍មនុស្សជាច្រើនអាចស្លាប់ចាប់តាំងពីអ្នកបានគំរាមកំហែងខ្ញុំរហូតដល់កំពូលភ្នំ Sandwolf យើងពិតជាមិនអាចទុកឲ្យវាទៅដូចនេះបានទេអ្នកចង់ថ្ងៃស្អែកហើយបងប្អូនទាំងអស់ផ្ដល់ភូមិនោះឲ្យទាហានរបស់ខ្ញុំល្អតាក់បរោះនោះឈ្មោះ Chenwich ទុកឲ្យខ្ញុំធ្វើទារុណកម្មខ្លួនឯងវ៉ាវសំណាងល្អខ្ញុំបានវាយប្រហារដំបងខាងលើកញ្ញា Ken អ្នកត្រូវតែមានការប្រុងប្រយ័ត្នបន្ថែមកុំសម្លាប់ខ្ញុំកុំសម្លាប់ខ្ញុំកុំសម្លាប់ខ្ញុំចោលប្លន់មកពីភ្នំ Shelling អស់ហើយបាត់អស់ហើយទេកុំដោតនិយាយលឿនលីហើយកុំសម្លាប់ខ្ញុំបាននិយាយថាកូនប្រុសទី3គាត់បានយកបងប្អូនមួយចំនួនហើយរត់ចុះពីភ្នំ
គ្មាននរណាម្នាក់ដឹងថាគាត់បានទៅណាខ្ញុំបានប្រាប់អ្នកគ្រប់យ៉ាងឲ្យខ្ញុំទៅល្អមិនអីទេកុំសម្លាប់ខ្ញុំសុបិននៅលើវាបានបញ្ចប់ហើយតោះទៅបាទថែរក្សាកុំភ្លេចមកខ្ញុំសម្រាប់របាយការណ៍ប្រចាំសប្តាហ៍ខ្ញុំបានព្យាយាមឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំបងស្រីវូដោយស្មោះត្រង់តើអ្នកស្គាល់ផ្នែក Imperial City យ៉ាងដូចម្ដេចជារៀងរាល់សប្តាហ៍គឺអាចកំបាំងអ្វីដែលត្រូវរាយការណ៍ខ្ញុំនឹងគាត់មិនមែនជារឿងរបស់អ្នកយើងបានកាត់ឡើងដើម្បីស្គាល់គ្នាទៅវិញទៅមកមិនអីទេប្រញាប់ចូលនឹងពិនិត្យមើលការលួចថាវានៅទីនេះទេ 10,000 taels នៃប្រាក់ខ្ញុំនឹងទៅមុនខ្ញុំភ្លេចអ្នកសម្បូរយើងសាមញ្ញដោយផ្ទាល់ឧក្រិដ្ឋកម្មនេះគឺធ្ងន់ធ្ងរណាស់សម្រាប់ស្ត្រីម្នាក់ក្នុងពេលតែមួយហើយយកអាវុធទាំងអស់នេះវាសម្រាប់ក្មេងនឹងមានសមត្ថភាពនៅក្នុងភូមិរបស់យើងនឹងមានឥទ្ធិពលអូត្រឹមត្រូវភ្លេចខ្ញុំជាលៃឆេងកូនស្រីខ្ញុំត្រឡប់មកវិញហើយពូជីទីបំផុតអ្នកបានត្រឡប់មកវិញហើយពូជីជេខ្ញុំត្រឡប់មកវិញហើយចោលប្លន់នៅលើភ្នំខ្ញុំបានលុបពួកគេទាំងអស់ចេញពិតណាស់នឹងលុយរបស់ពួកគេខ្ញុំក៏បានយកវាត្រឡប់មកវិញបាក់វាឡើងហើយមើលយើងអាចសាងសង់ផ្ទះឡើងវិញចោលទាំងអស់ត្រូវបានលុបបំបាត់អ្នកអាចត្រឡប់ទៅផ្ទះឥឡូវនេះប្តីខ្ញុំសុខចិត្តធ្វើការដូចជាសត្វនៃបន្ទុកសម្រាប់អ្នកសងសេចក្តីសប្បុរសរបស់អ្នកមិនចាំបាច់ធ្វើការដូចសត្វនៃបន្ទុកទេមិនល្អដូចយើងទេតោះគ្រាន់តែផ្លាស់ទីត្រង់ទៅផ្ទះឆាប់ឡើងពូជីបន្ធូរអារម្មណ៍ប្តីអីចឹងខ្ញុំទៅប្តីបងប្អូនស្រី2នាក់ហៅដៅគឺជាប្អូនស្រីតូចរបស់ខ្ញុំខ្លាចអ្នកនឹងមិនបំរើវូជ័យទេដូច្នេះយើងនៅទីនេះដើម្បីជួយអ្នកអូបងសម្លាញ់ហាអ្នកជាតារាសំណាងខ្ញុំសូមណែនាំអ្នកឲ្យស្គាល់អ្នកមានរបស់គ្រួសារសង់តាមានអ្វីខុសនោះហើយជាគ្រួសារអ្នកមានល្បីនៅក្នុងទីក្រុងរបស់យើងតើខ្ញុំអាចចាប់អារម្មណ៍លើស្ត្រីមេម៉ាយដូចអ្នកបានទទួលពរជ័យជាច្រើនជីវិតបាទប្រសិនបើអ្នកនៅតែទទួលស្គាល់ខ្ញុំជាម្ដាយរបស់អ្នកបន្ទាប់មកពួកគេបានទៅរៀបការពិតប្រាកដនៅពេលដែលពេលវេលាមកដល់សួរតម្លៃកូនក្រមុំបន្ថែមធ្វើជាភរិយារបស់ខ្ញុំអ្នកបានរៀបការជាមួយគ្រួសារចានឡានក៏រីករាយនឹងជីវិតជាមួយអ្នកផងដែរម៉ាក់ខ្ញុំនឹងមិនរៀបការទេខ្ញុំមិនចង់រៀបការអ្នកនឹងមិនរៀបការជាមួយខ្ញុំទេនោះមិនមែនអាស្រ័យលើអ្នកទេម៉ាក់ចម្រៀងមេ Master Song ទីបំផុតអ្នកបានមកដល់ហើយ Kiki របស់យើងបានរងចាំអ្នកជាយូរមកហើយនេះគឺជាលោក Yang Kiki ម្ដាយក៏ល្អណាស់ដែរតើអ្នកមានឆន្ទៈធ្វើជាបងប្អូនរបស់មេរបស់ខ្ញុំទេអូវាហាក់ដូចជាកូនស្រីរបស់អ្នកគិតថានាងគួរតែជាបងប្អូនរបស់ខ្ញុំវាជាការខាតបង់ពិតប្រាកដតើវាអាចជាយ៉ាងដូចម្ដេចលោកខ្ញុំនឹងទៅនិយាយជាមួយនាងភ្លាមពួកគេទាំងអស់កំពុងបាត់បង់លុយខ្ញុំបានផ្ដល់ឱកាសឲ្យអ្នកប៉ុន្តែអ្នកមិនបានប្រើវាតើអ្នកដឹងទេថា Master Song តម្លៃកូនក្រមុំផ្ដល់ជូន200 តាលគាត់សុខចិត្តបង់ប្រាក់200តោនសម្រាប់អ្នកដែលជាអ្នកចាញ់ទិញសម្រាប់អ្នកហើយអ្នកបាត់បង់លុយតិចតួចនេះមានជីវិតគ្រប់គ្រាន់ដើម្បីរស់នៅស្ដាប់ទៅដូចជាសុបិនតើមិនមានហានិភ័យនៃខ្យល់បញ្ចេញអណ្ដាតរបស់អ្នកទេនោះណាយើងកំពុងនិយាយនៅផ្ទះហើយតើអ្វីជាចំណុចនៃការនៅចិត្តអ្នកខ្ញុំបានមកយកបងស្រីក្មេង Kiki របស់ខ្ញុំហើយនាំនាងត្រឡប់ទៅភូមិវិញអូអ្នក Rich តូចអ្នកថែមទាំងបាននាំអ្នកខាងក្រៅមកអាម៉ាស់គ្រួសាររបស់អ្នកផ្ទាល់ថ្ងៃនេះខ្ញុំនឹងវាយអ្នកឲ្យស្លាប់អូបងសម្លាញ់ហើយអ្នកជានរណាតើអ្នកមិនដឹងទេថាពួកគេបានយកតម្លៃកូនក្រមុំរបស់ខ្ញុំរួចហើយតម្លៃកូនក្រមុំខ្ញុំនឹងផ្ដល់ឲ្យអ្នកទ្វេដងតម្លៃកូនក្រមុំតើអ្នកមានលុយប្រភេទនោះទេលោកគ្រូសងបានផ្ដល់ជូន200តោនខ្ញុំមិនយល់ស្របតើអ្នកនឹងក្លាយជាអ្នករំខាននៅពេលណាទ្វេដងតម្លៃកូនក្រមុំនោះហើយជា400 taels លោកគ្រូសងសូមអភ័យទោសខ្ញុំសម្រាប់ការមិនអីទេវាជាការល្អបន្ទាប់មកខ្ញុំនឹងគ្រាន់តែរងចាំគាត់ដើម្បីនាំយកប្រាក់400តោនប្រសិនបើអ្នកមិនមានលុយ
គាត់គឺជាបងប្អូនរបស់ខ្ញុំពីគ្រប់ទីទីគ្រាន់តែជាជនរងគ្រោះក្រីក្រពីជនបទគាត់មិនអាចសន្សំប្រាក់បានច្រើននោះទេក្នុងរយៈពេល8ជីវិតតោះទៅ Master Song យកចិត្តទុកដាក់បងស្រីក្មេងតោះទៅផងដែរតើអ្នកណានិយាយថាអ្នកអាចចាក់ចេញបានតើលុយណៃណាគ្មានលុយនៅតែព្យាយាមយកមនុស្សទៅឆ្ងាយតើអ្នកណានឹងយក400 tails ជាមួយពួកគេខ្ញុំត្រូវត្រឡប់ទៅផ្ទះដើម្បីទទួលបានលុយអ្នកមិនត្រូវបានអនុញ្ញាតឲ្យចាក់ចេញទេខ្ញុំចង់សាកល្បងឈ្នះកណ្ដាប់ដៃរបស់ខ្ញុំឬវាជាសំណាងរបស់អ្នកដែលឈ្នះបងស្រីក្មេងតោះទៅខូចខៅតើខ្ញុំគួរធ្វើអ្វីកុំបារម្ភបងស្រីក្មេងខ្ញុំនឹងប្រមូលលុយបានយ៉ាងឆាប់រហ័សខូចខៅមិនត្រូវការខ្ញុំមិនមានតម្លៃលុយច្រើននោះទេនោះគឺជា400 taels តើអ្នកមានតម្លៃប៉ុន្មានខ្ញុំហៅការបាញ់តើអ្នកទទួលបានលុយច្រើនណៃណាខ្ញុំអូបងសម្លាញ់អ្នកមិនចាំបាច់បារម្ភអំពីលុយទេខ្ញុំទើបតែយកចោលនៅលើភ្នំ Shelleng អ្នកមានតោះចូលទៅក្នុងអ្នកប្រមាញ់ក្រីក្រហើយអ្នកហ៊ានធ្វើការលំបាកនៅចំពោះមុខខ្ញុំអនុបណ្ឌិតកុំខឹងទុកឲ្យអ្នកក្រីក្រនឹងតូចអ្នកមិនអាចមកជាមួយ400 taels ទៀតគាត់គ្រាន់តែជាអ្នកប្រមាញ់អាក្រក់ក្រីក្រហេលោកគ្រូមានអ្វីមួយខុសប្រក្រតីអ្វីដែលធំបានកើតឡើងអ្នកបំរើឆ្កែតើមានអ្វីដែលត្រូវភ័យស្លន់ស្លោគ្រាន់តែភ្នំសែនវ៉វនោះទាំងអស់បានបាត់តើវាមិនមែនជារឿងល្អទេតើអ្នកបារម្ភអំពីអ្វីពួកគេទាំងអស់គឺជាអ្នកប្រមាញ់នាំមនុស្សទៅជាមួយសម្រាប់គាត់អ្នកត្រូវតែច្បាស់លាស់អនុបណ្ឌិតវាជាអ្នកប្រមាញ់ពីមុនតើអ្នកឈ្មោះអ្វីម្ដងទៀត Chen Wei គាត់ពិតជាអស្ចារ្យណាស់ការធានាដាច់ខាតខ្ញុំបានឃើញសាកសពទាំងនោះដោយភ្នែករបស់ខ្ញុំផ្ទាល់វាចប់ហើយនេះគឺជាម្ចាស់បិសាចចុះពីមេឃអនុបណ្ឌិតល្អស្ត្រីនោះនៅតែរៀបការទៅ S របស់ខ្ញុំប្រញាប់ឡើងនិងសុំទោសជាមួយខ្ញុំនេះគឺជាការសុំទោសជំនួយតើវាសម្រាប់នរណាតើវាអាចជានរណាទៀតទ្រព្យសម្បត្តិមាសនិងប្រាក់សាច់មាន់ទាត្រីនិងសាច់រៀបចំពួកគេទាំងអស់ឡើងហើយទៅបាទតើអាចមានផ្កាយឯកនៃគ្រោះមហន្តរាយបែបនេះដោយរបៀបណាប្រសិនបើគាត់មានការថប់បារម្ភវាអាចបំផ្លាញច្រកទ្វាររបស់ខ្ញុំគុយគីអ្នកអាចស្នាក់នៅកន្លែងរបស់យើងវាជានឹងសាងសង់ផ្ទះធំមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះពិតប្រាកដបន្ទាប់មកសាងសង់ក្រែខេងធំណាស់តោះដេកជាមួយគ្នាតើខ្ញុំអាចសួរមនុស្សចាស់បានទេប្រសិនបើអ្នកមិនខ្វល់ខ្ញុំចាំថាខ្ញុំមិនមានបញ្ហាទេតើអ្នកកំពុងធ្វើអ្វីអ្នកប្រមាញ់ក្រីក្រតើអ្នកមានប្រាក់400តោនទេអ្នកនិយាយថាខ្ញុំមិនមានវាហើយបន្ទាប់មកខ្ញុំមិនមានប្រសិនបើអ្នកធ្វើលាងសក់និងលាមកពេលធ្វើ handstand បងប្អូនមែនទេនេះគឺជាប្រាក់400 taels រកពួកគេដោយខ្លួនឯងមានប្រាក់ចំនួន400តោននៅទីនេះមិនបាត់1សេនទេដូចដែលបានព្រមព្រៀងគុយគីចាប់ពីពេលនេះទៅវាជាបេសកកម្មរបស់ខ្ញុំធម្មជាតិចាប់ពីពេលនេះទៅយើងនឹងទៅគ្រួសារថេងបាទបញ្ចប់ជាមួយនឹងផ្ទះបែបនេះបងស្រីក្មេងរបស់គីគេគាត់ពិតជារងទុក្ខច្រើនគុយគីចាប់ពីពេលនេះទៅយើងជាគ្រួសារកូនប្រុសល្អនេះគឺជាបញ្ហានៃតម្លៃកូនក្រមុំយើងបានធ្វើកិច្ចព្រមព្រៀងរួចហើយដូច្នេះចុះថ្លៃចាក់ចេញសម្រាប់ការផ្លាស់ប្ដូរឈ្មោះរបស់អ្នកវិញនឹងហើយរឿងទាំងនេះក៏មិនច្បាស់លាស់ដែរខ្ញុំជាញញៃនៃអាក្រក់នឹងទឹកនោមការចិញ្ចឹមខីគឺមិនងាយស្រួលទេលើសពីនេះទៅទៀតទ្រង់ធំនិងគូតមូលនាងក៏ជាមនុស្សល្អក្នុងការចិញ្ចឹមខ្ញុំពិតជាមិនអាចទ្រាំរៀបការជាមួយនាងជាមួយអ្នកបានទេដូចនេះការចំណាយផ្សេងទាំងអស់នោះខ្ញុំនឹងផ្ដល់ឲ្យអ្នក400 taels ទៀតម៉ាក់កុំបារម្ភអំពីពួកគេខ្ញុំបានផ្ដល់កំណើតដល់អ្នកនឹងចិញ្ចឹមអ្នកខ្ញុំអាចរៀបចំវាបានតាមដែលខ្ញុំចង់បានខ្ញុំព្រមមានអ្នកកុំទៅឆ្ងាយពេកនាងគឺជាកូនស្រីរបស់ខ្ញុំហៅការបាញ់តើអ្នកមិនសមហេតុផលអ្វីតើអ្នកហ៊ានវាយម្ដាយខ្ញុំដោយរបៀបវែងផ្លូវតើអ្នកឈរនៅទីនោះដើម្បីអ្វីមិនអាចសងវាវិញបានទេ
តោះមើលថាអ្នកណានឹងធ្វើវាប្រញាប់ឡើងហើយខោថៅទៅខ្ញុំហើយបងប្រាក់សម្រាប់វាបើមិនដូច្នេះទេខ្ញុំនឹងទៅរីកាទៅអាជ្ញាធរចាប់តាំងពីពេលដែលខ្ញុំកាត់រហូតមកដល់ពេលនេះដល់ឲ្យខ្ញុំមួយថែវបានទេគ្មានលុយត្រូវបានផ្ដល់ឲ្យខ្ញុំនឹងលក់អ្នកទៅផ្ទះលោកយ៉ាងខៀកទៅលក់វាប្រតិបត្តិការនីមួយមានតម្លៃត្រូវបានប្រមូលផ្ដុំជាមួយគ្នាពិតមាត់សណ្ដែកក្រហមនាំយកក្រដាសនិងប៊ិចលោកក្រដាសនិងពេជ្រល្អខ្ញុំបាននិយាយថាអ្នកសរសេរខ្លួនខ្ញុំនាងបានស្ម័គ្រចិត្តកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយយ៉ាងខេចាប់ពីពេលនេះទៅគ្មានប្រាក់រលុយត្រូវបានទាមទារក្នុងទម្រង់ណាមួយអ្នកដែលរំលោភវាអាជ្ញាធរបានវិនិច្ឆ័យអក្រិតកម្មនេះចុចស្នាមម្រាមដៃខ្ញុំបងខ្ញុំមិនស្គាល់ពួកគេទេតើអ្នកនឹងធ្វើអ្វីចុចបញ្ចូល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 ខ្ញុំតើវាមិនមែនជាអាជីវកម្មរបស់អ្នកទេអ្នកមានស្នាមដៃរបស់អ្នកនៅលើនេះប្រសិនបើអ្នកហ៊ានរំខានខ្ញុំម្ដងទៀតនាពេលអនាគតខ្ញុំថាខុសខើចម្រៀងមេ Master Song ជួយចម្រៀងមេ Master Song បានមកដល់អ្នកបានសង្វាត្រឡប់មកចម្រៀងមេ Master Song ជួយចម្រៀងមេអ្នកត្រូវតែឈរសម្រាប់យើងបាទគាត់មិនត្រឹមតែយក KK ទៅប៉ុណ្ណោះទេគាត់ថែមទាំងបានជួយយើងឲ្យទទួលបានការវិនិច្ឆ័យទាំងអស់ជាអំណោយភ្ជាប់ពាក្យសម្រាប់ KK របស់យើងទេបាទអំណោយភ្ជាប់ពាក្យច្រើនណាស់នេះត្រូវតែមានតម្លៃយ៉ាងហោចណាស់ 1000 taels ខ្មោចក្រីក្រគឺជាខ្មោចក្រីក្រតើអ្នកដឹងទេថាអំណោយភ្ជាប់ពាក្យគឺជាអ្វីស្វែងរកអ្វីមួយតើខ្ញុំបានប្រាប់អ្នកឲ្យផ្លាស់ទីទេចម្រៀងមេឈិនគឺជាអ្នកចម្បាំងដ៏ក្លាហានម្នាក់សូមទុកចិត្តពួកយើងសូមនឹងស្លាប់1000នាក់ឈិនគឺជាអ្នកចម្បាំងដ៏ក្លាហានម្នាក់ខ្ញុំបានបរាជ័យក្នុងការទទួលស្គាល់ភាពអស្ចារ្យឆ្កែតូចមើលក្រោមខ្ញុំអត់ល្អសោះ Master Song តើអ្នកកំពុងធ្វើអ្វីហើយខ្ញុំថាលោកគ្រូតើអ្នកដឹងទេថាគាត់ជានរណាគាត់គ្រាន់តែជាអ្នកប្រមាញ់ជនបទមែនទេមិនមាន80ឬសូម្បីតែ100នៅជុំវិញនាងហិនតអ្នកប្រមាញ់របស់អ្នកអាចលុបបំបាត់ភ្នំ Sandwolf ភ្នំ Shelling ឃ្លាំងចោលប្លន់ដ៏គួរឲ្យខ្លាចបំផុតពីទស្សនវិស័យកាំរ៉ុតគាត់បានលុបពួកគេចេញចម្រៀងមេកុំលេងសាច់តើខ្ញុំមើលទៅដូចជាខ្ញុំកំពុងលេងសាច់ទេគាត់មិនបានសូម្បីតែសួរជុំវិញបាទអាតុលឲ្យភាពបានខ្លាចជាវិគ្រាន់តែជាសោកនាដកម្មពេកវាមានរយៈពេលតែមួយយប់ប៉ុណ្ណោះឈៀវបានសម្លាប់ចោលទាំងអស់ដោយស្ងៀមស្ងាត់ឈិនគឺជាអ្នកចម្បាំងដ៏ក្លាហានខ្ញុំបានរៀបចំអំណោយតិចតួចមួយចំនួនខ្ញុំបានមកជាពិសេសដើម្បីសុំទោសបើកទូលាយឈិនគឺជាអ្នកចម្បាំងដ៏ក្លាហាននេះជាការសុំទោសរបស់ខ្ញុំចំពោះអ្នកមើលថាតើវាគ្រប់គ្រាន់ទេមានច្រើនទៀតនៅពេលក្រោយនេះគឺជាកញ្ញាយ៉ាងនេះគឺជាប្រាក់អំណោយអាពាហ៍ពិពាហ៍ដែលខ្ញុំផ្ដល់ឲ្យអ្នកទាំងអស់គ្នាអូឥឡូវនេះខួរក្បាលរបស់ខ្ញុំត្រូវបានទាត់ដោយសត្វកណ្ដុរខ្ញុំមិនគួរមានចិត្តណាមិនត្រឹមត្រូវណាមួយក្មេងតូចសំនឹងស្លាប់ក្មេងតូចសំនឹងស្លាប់មិនអីទេអ្វីត្រូវបានបន្សល់ទុកពងវែងផ្លូវមិនអីទេតោះយើងទៅប្រញាប់ឡើងហើយទៅប្រញាប់ឡើងចម្រៀងមេពងវែងផ្លូវខ្ញុំមិនស្គាល់អ្នកទេតោះយើងទៅបងប្រុសក្មេងតើនរណាជាបងប្រុសក្មេងរបស់អ្នកខ្ញុំបាននិយាយវាពីមុនរ៉េង KK មិនមានអ្វីតាក់ទងនឹងគ្រួសាររបស់អ្នកទេនាពេលអនាគតចាំមួយភ្លេតលុយត្រូវបានកាត់ផ្តាច់រួចទៅហើយបន្ទាប់មកលុយនេះមិនតាក់ទងនឹងអ្នកទៀតទេអាវុធអ្នកបានអស់កម្លាំងពេញមួយថ្ងៃលាងជើងរបស់អ្នកបន្ទាប់មកសូមអរគុណបងស្រីក្មេងអនុញ្ញាតឲ្យខ្ញុំជួយអ្នក
តាអ្នកកំពុងធ្វើអ្វីបងស្រីក្មេងខ្ញុំមិនបានធ្វើអ្វីទាំងអស់ទោះយ៉ាងណាក៏ដោយខ្ញុំក៏ជារបស់អ្នកដែរអ្នកត្រូវតែមើលគ្រាន់តែមើលល្អទេបងស្រីក្មេងប៉ុន្មានឆ្នាំមកនេះអ្នកបានជួបការលំបាកច្រើនណាស់អ្នកពិតជាបានធ្វើការយ៉ាងលំបាកដើម្បីអាចជួបអ្នកអ្វីគ្រប់យ៉ាងគឺមានតម្លៃវាប៉ះអ្នកគឺមានតម្លៃវាទេបងស្រីក្មេងកុំគិតច្រើនចាប់ពីពេលនេះទៅយើងនឹងមិនដាច់ពីគ្នាឡើយលីចេងតើអ្នកមិនទទួលបាន 70% នៃប្រាក់ពីភ្នំសេនវ៉ូហ្វទេតើអ្នកកំពុងធ្វើអ្វីនៅតែចង់បានវាអ្នកគិតថាខ្ញុំនិយាយដូចអ្នកធ្វើខ្ញុំនៅទីនេះថ្ងៃនេះដើម្បីនិយាយជាមួយអ្នកអំពីអាជីវកម្មអ្វីកើតឡើងអ្នកបានឃើញវាផងដែរគ្រួសាររបស់ខ្ញុំមានមនុស្សមួយចំនួនឥឡូវនេះមានមួយចំនួនគួរឲ្យកត់សម្គាល់កុំវាជុំវិញព្រៃគ្រាន់តែនិយាយវាខ្ញុំឃើញខ្ញុំមកយើងតើមិនមានដីទំនេរនៅចុងខាងកើតនៃភូមិទេខ្ញុំចង់សាងសង់ទីធ្លាធំមួយដែលមានបន្ទប់ចំហៀង5ឬ6បន្ទាប់មកខ្ញុំបានរបងវាចេញមិនច្រើនទេតើមានបន្ទប់ចំហៀងប៉ុន្មាន5ឬ6 7ឬ8គឺល្អផងដែរវាត្រូវតែជាអ្នកល្អហេតុអ្វីបានជាអ្នកសាងសង់បន្ទប់ចំហៀងច្រើនណាស់អ្នកត្រូវតែផ្ដល់ឲ្យមនុស្សគ្រប់គ្នានៅអ្វីដែលពិតជាមានតម្លៃសមរម្យខ្ញុំយល់ហើយប្រជាជនមកពីភូមិដែលបានមកជួយខ្ញុំតែងតែរកប្រាក់ឈ្នួលរបស់គាត់ជារៀងរាល់ថ្ងៃមានមុខម្ហូបចំនួន4និងស៊ុប1តើអ្វីចាន4និងស៊ុប1អ្នកចំណាយសន្សំសំចៃពូជីតើអ្នកកំពុងធ្វើអ្វីអាត់កំបាំងពួកគេគ្រាន់តែមិនប្រាប់យើងល្អបើភ្នែករបស់អ្នកសូមមើលឲ្យបានល្អតើវាមិនមែនគ្រាន់តែអំពីការធ្វើវាទេពូជីនេះគឺជាគម្រប់របស់អ្នកពិតប្រាកដណាស់គ្រួសាររបស់យើងមានមនុស្សច្រើនរួចទៅហើយតើអ្នកនៅតែអាចច្របាច់ចូលទៅក្នុងផ្ទះតូចមួយនោះដោយរបៀបណាផ្ទះនេះធំនិងធំទូលាយណាស់ប្រសិនបើវិញ្ញាណឪពុកម្ដាយរបស់ខ្ញុំនៅលើឋានសួគ៌អាចមើលឃើញខ្លាំងណាស់ដរាបណាអ្នកចូលចិត្តវានោះជាអ្វីដែលសំខាន់បងស្រីសូមចូលទៅមើលជាមុនបងប្អូនស្រីបន្ទាប់វាគឺជាប្តីដែលចែករំលែកដោយយើងទាំង4នាក់ទោះយ៉ាងណាក៏ដោយតើប្តីរបស់ខ្ញុំអាចដោះស្រាយវាបានទេតើអ្នកពិតជាអាចរក្សាបានទេសាកល្បងវានៅយប់នេះហើយអ្នកនឹងឃើញរៀបការកុំញ៉ៃចាប់ពីពេលនេះទៅបងប្អូនស្រីអ្នកត្រូវតែផ្ដល់អាទិភាព Wedge ព្យាយាមពិចារណាពីចំណាប់អារម្មណ៍របស់ Wedge នាពេលអនាគតវានឹងត្រូវបានសម្រេចចិត្តថាប្តីនឹងក្លាយជាមេព្យាយាមគិតសម្រាប់ប្តីរបស់អ្នកខ្ញុំសង្ឃឹមយ៉ាងមុតមមថាព្រះម្ចាស់នឹងបង្ហាញមេត្តាមិនអីទេហេតុអ្វីបានជារំខានជាមួយពិធីដ៏ធំបែបនេះយើងជាគ្រួសារហេតុអ្វីបានជាមានការគួរសមទោះយ៉ាងណាក៏ដោយគ្រាន់តែធ្វើតាមខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកទាំងអស់គ្នារស់នៅបានក្នុងស្រុកជឿណាំល្អប្រញាប់ឡើងនឹងមានរាត្រីអាពាហ៍ពិពាហ៍ប្តីវានៅតែជាពេលថ្ងៃឥឡូវនេះចុះពេលថ្ងៃនឹងយប់វិញខ្ញុំមិនអាចទប់ស្កាត់បានទៀតទេរហ័សទៅមុនយល់ព្រមចាប់ដំណើរការហើយអ្នកខ្ញុំមកទីនេះពួកគេមិនបានផ្ដល់តម្លៃកូនក្រមុំសំបីតែមួយផ្ដល់ឲ្យខ្ញុំវីដមខ្ញុំពិតជានឹងចុះមកបង់ថ្លៃរឿងល្អជាច្រើនត្រូវបានចាប់យកលើកក្រោយ
យើងត្រូវតែទៅចាប់យកកីឡាករធំមួយចំនួនគឺតឹងរឹងហើយទឹកនឹងត្រូវបានបែកខ្ចាយម្ដងលើកក្រោយ Elgo step in advance for us អ្នកឈួតចាប់បានកំហុសលួចលាក់វីរបរោះទុកជីវិតរបស់អ្នកវីរបរោះខ្ញុំចង់ចូលរួមជាមួយអ្នកខ្លាចខ្លាំងណាស់ដែលខ្ញុំសាំខោអាវរបស់ខ្ញុំហើយជាមួយអ្នកនៅតែចង់ខ្លាចជាចោរប្លន់ចុះខ្ញុំឃើញវិញយប់នេះសូមសម្រាប់ក្មេងនេះជាមុនសិនកុំសម្រាប់ខ្ញុំខ្ញុំចង់ចូលរួមជាមួយអ្នកដោយស្មោះត្រង់ហើយខ្ញុំមានព័ត៌មានសំខាន់អ្វីដែលសំខាន់បញ្ញាប្រាប់ខ្ញុំថាឆិនវិយមកពីភូមិចិត្តខាងរបស់យើងគាត់បានយកទ្រូងប្រាក់ជាច្រើនពីមនុស្សគ្រប់គ្នាទ្រូងប្រាក់ជាច្រើនត្រឹមត្រូវហើយខ្ញុំបានឃើញវាដោយភ្នែករបស់ខ្ញុំផ្ទាល់ខ្មាស់អៀនពឹងផ្អែកលើត្រកូលរបស់ពួកគេគឺលេសេងគាត់បានបង្ខំយកលុយតូចជាច្រើនប្អូនស្រីតូចរបស់ខ្ញុំគាត់គឺជាមនុស្សម្នាក់ដែលបានយកវាកាក់តូចជាច្រើនត្រូវបានលក់មនុស្សគ្រប់គ្នាគឺក្លាហាននឹងប្រកាន់ខ្ជាប់របស់នាងធំទូលាយជាងស្មារបស់នាងដើរតាមផ្លូវអូកម្ពូលនិងបាតទាំងអស់ត្រូវបានរំញោចទៅមកគូតនេះធំណាស់វាឆ្លងកាត់ស្មារីករាយដូចទេពអប្សរតោះទៅផ្លូវមេប្រញាប់ឡើងចោលប្លន់ច្រើនណាស់មិនល្អទេវូជីហ្គេមានបញ្ហាអ្វីតើមានភាពច្របូកច្របល់អ្វីទេមិនល្អទេយប់ខ្ញុំបានឃើញចោលប្លន់ពួកគេកំពុងធ្វើឲ្យសម្លេងរំខានជាមួយភូមិរបស់យើងហេតុអ្វីបានជាមានចោលប្លន់ផងដែរតើយើងគួរធ្វើអ្វីវិញទៅជូនដំណឹងដល់ឡៃយ៉ាងភ្លាមតោះសាកល្បងចោលប្លន់ទាំងនេះចាប់អណ្ដើកនៅក្នុងពាងល្អផ្ទះនេះពិតជាមើលទៅគួរឲ្យចាប់អារម្មណ៍ជួសជុលឡើងវិញអ្នកអាចប្រាប់បានមួយផ្លែតថាពួកគេមកពីគ្រួសារអ្នកតតែសោះអ្នកឡើងមុនខ្ញុំមិនអាចធ្វើវាបានតើខ្ញុំមិនបាននិយាយថាគាត់បានលួចក្មេងស្រីរបស់អ្នកទេនៅតែមិនសងសឹកទេប្រសិនបើអ្នកមិនឡើងខ្ញុំនឹងកាត់ក្បាលរបស់អ្នកហើយបោះវាចូលខ្ញុំនឹងឡើងខ្ញុំនឹងទៅអាក្រក់យើងត្រូវបានគេរកឃើញខ្ញុំត្រូវបានបោកបញ្ឆោតយើងត្រូវបានបោកបញ្ឆោតពួកគេគ្រាន់តែជាក្រុមអ្នកភូមិធម្មតាប៉ុណ្ណោះតោះទៅជាមួយគ្នាតើអ្នកណានឹងសម្លាប់សត្រូវខ្ញុំនឹងផ្ដល់រង្វាន់ដល់អ្នកជាមួយនឹងប្រាក់10 taels លោកឡៅសេពួកគេក៏ហាក់ដូចជាចោលប្លន់ផងដែរអ្នកទីវាលោកឡៅសេខ្ញុំនឹងទុកក្រុមនេះឲ្យអ្នកខ្ញុំត្រូវទៅបន្ទប់កូនក្រមុំអ្នកក្មេងប្រុសទៅមុនយល់ព្រមចាប់ដំណើរការវាធ្វើឲ្យខ្ញុំភ័យខ្លាចស្លាប់អ្នកបាននៅទីនេះអស់រយៈពេលជាយូរមកហើយមកលើ